សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះ admin បានលើកយករឿងអេស្ប៉ាញមួយមកសម្រាប់ជូនបងប្អូនទាំងគ្នាទស្សនារឿងមួយនេះ admin ចូលចិត្តខ្លាំងមែនតើមានចំណងជើងថា Marrowbone ដែលបានចេញនៅក្នុងឆ្នាំ2017វាគឺជាប្រភេទរឿងរន្ធត់អាចកំបាំងហើយចុងក្រោយគឺថាកំសត់ខ្លាំងមែនតើ admin បរហាផ្សាច់រឿងបន្តិចទៅចោះគឺវានិយាយអំពីគ្រួសារមួយដែលមានម្ដាយនិងកូនចំនួន4នាក់ពួកគេបានព្យាយាមរត់គេចខ្លួនចាក់ចេញពីឪពុកដ៏កំណាចរបស់ពួកគេដែលគាត់គឺជាឃាតករពួកគេបានផ្លាស់ទៅរស់នៅផ្ទះដាច់ស្រយាលមួយខ្នងដែលគឺជាផ្ទះដែលម៉ាក់របស់ពួកគេធ្លាប់រស់នៅកាលពីគាត់នៅក្មេងពួកគេបានចាប់ផ្ដើមជីវិតថ្មីនៅទីនោះបំភ្លេចនៅអតីតកាលដ៏ឈឺចាប់ដែលពួកគេធ្លាប់ឆ្លងកាត់កន្លងមកហើយពួកគេរស់នៅដែលមានក្តីសុខណាស់និងមានអារម្មណ៍ថាមានសុវត្ថិភាព 100% ដែលអាចគេចចេញឆ្ងាយពីឪពុកកំណាចរបស់ពួកគេប៉ុន្តែរស់នៅមិនបានប្រមាណផងម៉ាក់របស់ពួកគេក៏ត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺហើយបន្ទាប់ពីម៉ាក់របស់ពួកគេបានស្លាប់ទៅគឺនៅសល់តែពួកគេ4នាក់បងប្អូនប៉ុណ្ណោះដែលត្រូវមើលថែគ្នាហើយពួកគេបានសន្យាថានឹងមិនបែកគ្នាឡើយដូច្នេះហើយពួកគេបានព្យាយាមលាក់អាថ៌កំបាំងនៃការស្លាប់របស់ម៉ាក់ពួកគេនឹងមិនឲ្យអ្នកក្រៅដឹងទេព្រោះថាបើមានអ្នកដឹងរឿងនេះខាងច្បាប់នឹងមកបំបែកបងប្អូនពួកគេព្រោះថាបងប្អូនពួកគេម្នាក់មិនទាន់គ្រប់អាយុក្នុងការរស់នៅដោយមិនមានអាណាព្យាបាលឡើយប៉ុន្តែសាច់រឿងគឺវាមិនមែនមានតែប៉ុណ្្នឹងទេគឺវានៅមានអាថ៌កំបាំងមួយដែលនឹងត្រូវបង្ហាញនៅខាងចុងនៃសាច់រឿងនេះដែលអាថ៌កំបាំងមួយនឹងនឹងធ្វើឲ្យអ្នកទាំងអស់គ្នារំជួលចិត្តជាខ្លាំង admin មើលដល់កន្លែងហ្នឹងគឺទឹកភ្នែកស្រក់ឡើងច្រោកហ្មងអញ្ចឹង admin ប្រហែលតែប៉ុណ្្នឹងទេបើចង់ដឹងថាយំមែនអត់នោះទស្សនារឿងនេះឲ្យដល់ចប់ទាំងអស់គ្នាណាអញ្ចឹងឥឡូវនេះយើងចូលទៅកាន់ការសម្រាយសាច់រឿងតែម្ដងទៅ Get away from me! What have you done?តាមនៃសាច់រឿងបានបង្ហាញតួអង្គប្រុសរបស់យើងដែលគាត់កំពុងតែបើកមើលសភៅកំណត់ហេតុគ្រួសារគាត់ដោយទឹកមុខញញឹមនៅក្នុងសភៅកំណត់ហេតុនោះបានចាប់ផ្ដើមដោយសរសេរថាពួកយើងបានចាក់ចេញមកយ៉ាងឆ្ងាយបន្ទាប់ពីស៊ូទ្រាំនឹងរឿងលំបាកជាច្រើនប៉ុន្តែចុងក្រោយពួកយើងក៏អាចរកបានកន្លែងមួយដែលអាចធ្វើឲ្យពួកយើងមានសុវត្ថិភាពទាំងអស់គ្នានោះគឺជាផ្ទះចាស់ដាច់ស្រយាលមួយខ្នងនៅអាមេរិកadmin បើកបំពង់កញ្ចក់បញ្ជាក់បន្តិចគឺពួកគេបានរត់គេចខ្លួនពីប្រទេសអង់គ្លេសទៅកាន់អាមេរិកក្នុងសភៅបានសរសេរបន្តថាវាគឺជាផ្ទះម៉ាក់របស់ពួកយើងដែលគាត់ធ្លាប់រស់នៅកាលពីគាត់នៅក្មេងវាត្រូវបានទុកចោលអស់ជាង30ឆ្នាំមកហើយសាច់រឿងក៏បានបង្ហាញថាបន្ទាប់ពីទៅដល់ផ្ទះនោះម៉ាក់របស់ពួកគេបាននិយាយទៅកាន់កូនទាំង4នាក់របស់គាត់ថាពួកយើងនឹងលែងជាគ្រួសារតកូល Fairbairn ទៀតហើយចាប់ពីពេលនេះទៅគឺពួកយើងនឹងប្រើតកូល Marrowbone វិញតែកន្លែងនេះadmin ចង់បញ្ជាក់ថាតកូល Marrowbone គឺជាតកូលម៉ាក់របស់ពួកគេរីឯ Fairbairn គឺជាតកូលប៉ារបស់ពួកគេអញ្ចឹងចាប់ពីពេលនេះទៅគឺពួកគេឈប់ប្រើតកូលប៉ារបស់ពួកគេទៀតហើយពួកគេនឹងបំភ្លេចមនុស្សម្នាក់នោះចោលម៉ាក់របស់ពួកគេបាននិយាយទៀតថាពួកយើងនឹងចាប់ផ្ដើមសារជាថ្មីនៅផ្ទះនេះហើយគាត់ក៏បានយកជើងទៅឈរជាខ្សែបន្ទាត់នៅនឹងមាត់ចដើផ្ទះនិងនិយាយទៅកាន់កូនថាពេលដែលកូនឆ្លងកាត់ខ្សែបន្ទាត់នេះហើយកូននឹងលែងមានការចងចាំពីរឿងអតីតកាលទៀតហើយមានតែការចាប់ផ្ដើមថ្មីនៅទីនេះពេលនោះកូនប្រុសពៅបានសួរទៅកាន់ម៉ាក់គាត់ដោយក្តីបារម្ភថាតើគាត់នឹងមករកពួកយើងឃើញអត់ម៉ាក់គាត់ក៏ញញឹមនឹងនិយាយទៅកាន់គាត់វិញថាកូននិយាយពីអ្នកណាគេកូនឃើញអត់ម៉ាក់បានឆ្លងខ្សែបន្ទាត់មកហើយអញ្ចឹងគឺម៉ាក់បានភ្លេចអស់ហើយនឹងមិនមាននរណាម្នាក់មករំខានពួកយើងទៀតទេគឺជារៀងរហូតបន្ទាប់មកកូនម្នាក់ក៏បានឆ្លងកាត់ខ្សែបន្ទាត់នោះនៅក្នុងសភៅក៏សរសេររៀបរាប់បន្តថាទើបតែមកដល់ផ្ទះថ្មីនេះទេដែលពួកយើងមានឱកាសទទួលបាននូវសុភមង្គលបន្ទាប់ពីរស់នៅក្រោមការភ័យខ្លាចគ្រប់ពេលភាពងងឹតបានចាប់ផ្ដើមរលត់បាត់ពីអារម្មណ៍របស់ពួកយើងបន្តិចម្ដងក្រោមពន្លឺនារដូវក្តៅគ្មាននរណាស្គាល់ពួកយើងទេពួកយើងមានសេរីភាពហើយក៏ចាប់ផ្ដើមស្គាល់មិត្តថ្មីម្នាក់ដែលបានផ្លាស់ប្ដូរជីវិតរបស់ពួកយើងជារៀងរហូត
សាច់រឿងក៏បានបង្ហាញថាគឺមានថ្ងៃមួយពួកគេទាំង4នាក់បងប្អូនបានដើរលេងនៅក្នុងព្រៃទៅដល់កន្លែងមួយដែលមានដុំថ្មយ៉ាងធំម្ដុំពួកគេបានគិតថាកន្លែងហ្នឹងហើយគឺជាកន្លែងដែលគេតែងតែហៅថាដុំថ្មធ្មប់ក្រហមពេលហ្នឹងប្អូនបើគេក៏និយាយថាវាមានរូបរាងដូចជាក្បាលខ្មោចអញ្ចឹងខ្ញុំអត់ចូលចិត្តទេពួកយើងត្រឡប់ទៅវិញទៅប៉ុន្តែភ្លាមនោះស្រាប់តែមានសម្លេងមនុស្សស្រីឡើងខ្ទរនិយាយចេញពីដុំថ្មនោះដែលសម្លេងបាននិយាយថាអ្នកណានេះហ៊ានមកលុកលុយកន្លែងរបស់យើងផងអូនបើគេក៏បានតបទៅកាន់សម្លេងនឹងវិញថាខ្ញុំមានឈ្មោះថាសាមម៉ារ៉ូបូនហើយពីរអ្នកនេះគឺជាបងប្រុសរបស់ខ្ញុំម្នាក់អាវផ្ទៃមេឃមានឈ្មោះថាប៊ីលីរីឯម្នាក់អាវទឹកប៊ិចមានឈ្មោះថាជែកហើយម្នាក់នេះគឺជាបងស្រីរបស់ខ្ញុំមានឈ្មោះថាចេនសម្លេងនៅក្នុងដុំថ្មបាននិយាយទៅកាន់ពួកគេថាពួកអ្នកទាំងអស់គ្នាបានមកដល់ទឹកដីធ្មប់ក្រហមហើយឥឡូវនេះអ្នកទាំងអស់គ្នាត្រូវតែឆ្លងកាត់ផ្លូវតូចមួយនៃរូងថ្មនេះបើពួកអ្នកទាំងអស់គ្នាគ្មានចេតនាអាក្រក់ទេនោះនឹងអាចឆ្លងផុតរួចតែបើពួកអ្នកទាំងអស់គ្នាមានគំនិតអាក្រក់ចិញ្ចាំងនៃថ្មនេះនឹងបិទគប់អ្នកទាំងអស់គ្នាឲ្យជាប់នៅទីនេះជារៀងរហូតតែអ្នកទាំងអស់គ្នាហ៊ានឆ្លងកាត់អត់ពួកបងគេឮហើយគេអស់សណោយព្រោះគិតថាមានមនុស្សកំពុងតែលេងសើចជាមួយនឹងពួកគេហើយពួកគេក៏ចាប់ផ្ដើមដើរឆ្លងកាត់ផ្លូវរូងថ្មនោះប៉ុន្តែមើលទៅសាមដែលជាប្អូនពៅវិញគេភ័យមែនតែនគេមិនចង់ហ៊ានចូលទៅទេដើរចូលបដាគេក៏រអ៊ូបដាថាចិញ្ចាំងវាកំពុងតែខិតបិទចិត្តហើយពួកយើងមិនគួរចូលមកទីនេះទេបន្ទាប់ពីពួកគេបានឆ្លងមកដល់ផ្នែកម្ខាងនៃរូងថ្មពួកគេក៏បានឃើញក្មេងស្រីម្នាក់នាងបានហៅសាមឲ្យទៅជិតនាងនិងណែនាំខ្លួនថានាងមានឈ្មោះថាអាលីហើយសាមក៏បានសួរទៅកាន់នាងថានាងត្រូវបានជាប់ឃុំនៅលើទឹកដីធ្មប់ក្រហមនឹងមែនអាលីបានឆ្លើយថាពិតមែនហើយនាងបានទទួលទារុណកម្មដោយសារតែនាងបានលួចចូលមកក្នុងទឹកដីរបស់ធ្មប់ក្រហមនេះហើយនាងនឹងជាប់នៅទីនេះរហូតដល់មាននរណាម្នាក់ដែលអាចឆ្លងកាត់ផ្លូវរូងថ្មនេះដើម្បីមកជួយនាងអញ្ចឹងតើអ្នកនោះគឺជាសាមមែនដែលមកជួយនាងនោះសាមគេក៏បានងក់ក្បាលទៅកាន់អាលីទាំងញញឹមហើយថ្ងៃនោះហើយគឺជាថ្ងៃដែលពួកគេបានក្លាយទៅជាមិត្តនឹងគ្នាហើយក៏ជាថ្ងៃដ៏រីករាយបំផុតសម្រាប់ពួកគេផងដែរពួកគេបានបន្លែងគ្នាលេងយ៉ាងសប្បាយនៅនឹងឆ្នេរសមុទ្រមុនពេលដែលអាលីបែកពីពួកគេនៅថ្ងៃនោះនាងក៏បានសុំថតរូបជុំគ្នារបស់បងប្អូនពួកគេទាំង4នាក់ទុកជាអនុស្សាវរីយ៍ផងដែរព្រោះថាទេសភាពនៅពេលនោះស្អាតខ្លាំងណាស់ពេលវេលាដែលពួកគេរីករាយមិនទាន់ទាំងបានប្រមាណផងភាពសោកសៅក៏បានចូលមកដល់ក៏ព្រោះតែម៉ាក់របស់ពួកគេមានជំងឺហើយដល់ថ្ងៃមួយគាត់ក៏លែងអាចតស៊ូនឹងជំងឺរបស់គាត់តទៅទៀតបានមុនពេលចាក់ចេញទៅគាត់បានផ្ដែផ្ដាំទៅកាន់ចែកដែលជាកូនប្រុសច្បងថាសូមឲ្យកប់ម៉ាក់នៅក្នុងសួនច្បារផ្ទះនេះហើយត្រូវលាក់រឿងនេះជាអានកំបាំងរហូតដល់កូនមានអាយុ21ឆ្នាំទើបច្បាប់មិនមានសិទ្ធិបំបែកប្អូនចេញពីកូនបានសន្យាជាមួយម៉ាក់មកថាកូននឹងរស់នៅជុំគ្នាចែកគាត់ក៏បានសន្យាជាមួយនឹងម៉ាក់គាត់បន្ទាប់មកម៉ាក់គាត់ក៏បានប្រាប់គាត់ឲ្យទៅបើកទូយករបស់ម្យ៉ាងដែលគាត់បានទុកឲ្យពួកគេនោះគឺជាប្រអប់មួយដែលមានប្រាក់ជាច្រើននៅខាងក្នុងនោះចែកនៅពេលដែលគាត់បានឃើញប្រអប់ហ្នឹងគាត់បាននិយាយទៅកាន់ម៉ាក់គាត់ថាម៉ាក់កុហកម៉ាក់បានកុហកនៅក្នុងតុលាការការពិតគឺម៉ាក់រក្សាទុកប្រាក់នេះនៅជាមួយម៉ាក់គ្រប់ពេលប៉ុន្តែនៅពេលដែលគាត់កំពុងតែនិយាយជាមួយនឹងម៉ាក់គាត់ហ្នឹងគាត់បានសម្លឹងឃើញថាម៉ាក់របស់គាត់បានចាកចេញទៅយ៉ាងស្ងៀមស្ងាត់បាត់ទៅហើយគាត់ក៏បានបន្សល់ទុកនៅសំបុត្រមួយច្បាប់ទុកឲ្យកូនផងដែរនៅក្នុងសំបុត្រគាត់បានសរសេរថាម៉ាក់សុំទោសដែលម៉ាក់មិនអាចរស់នៅជាមួយកូនមើលកូនរីកចម្រើនឡើងបានម៉ាក់មិនអាចស៊ូទ្រាំបានទៀតទេចេនកូនត្រូវធ្វើជាម្ដាយសម្រាប់សាមប៊ីលីកូនមិនត្រូវឲ្យកំហឹងគ្រប់គ្រងលើបេះដូងដ៏បរិសុទ្ធរបស់កូននោះទេហើយសម្រាប់ជើកវិញកូនត្រូវផ្ដល់នូវក្តីស្រឡាញ់ទៅកាន់ប្អូនត្រូវមើលថែសុខភាពប្អូនពីម៉ាក់របស់កូន Rose Maribon បន្ទាប់ពីអានសំបុត្រចប់ហើយជើកក៏បាននិយាយទៅកាន់ប្អូននិងប្រាប់ប្អូនឲ្យចាំថាតាមគាត់ពួកគេក៏បាននិយាយថានឹងគ្មានអ្វីអាចមកបំបែកពួកយើងបានទេពួកយើងនៅជាមួយគ្នាជារៀងរហូតពួកយើងនឹងជាមនុស្សតែមួយហើយពួកគេក៏បានចាប់ដៃគ្នាបន្ទាប់ពីនឹងមកសាកសពម៉ាក់របស់ពួកគេក៏ត្រូវបានកប់នៅក្នុងសួនច្បារទៅតាមបំណងប្រាថ្នារបស់គាត់បន្ទាប់ពីម៉ាក់របស់ពួកគេបានស្លាប់ទៅមិនយូរប៉ុន្មាននៅថ្ងៃមួយគឺនៅពេលដែលចេននាងកំពុងតែអង្គុយរៀបចំផ្កានៅក្នុងបន្ទប់ម៉ាក់នាងសុកក៏មានគ្រាប់កំភ្លើងមួយគ្រាប់បានបាញ់ទម្លូកញ្ចក់បង្អួចបន្ទប់នោះចេននាងបានដើរទៅមើលហើយនាងក៏បានឃើញបរិសម្នាក់កំពុងតែឈរកាន់កាភ្លើងពីចម្ងាយចេនហាក់បីដូចជាភ័យខ្លាចបរិសនោះខ្លាំងណាស់នាងក៏បញ្ញាប់ស្ទុះទៅពួនហើយក៏ស្រែកហៅឈ្មោះចែកខ្លាំងចែកពេលនោះគាត់កំពុងតែអង្គុយសរសេរសៀវភៅកំណត់ហេតុគាត់បន្តនៅពេលដែលឮសំឡេងប្អូនស្រីស្រែកគាត់ក៏បញ្ញាប់រត់ទៅមើលបន្ទាប់ពីនឹងមកសាច់រឿងអត់បានបង្ហាញទេថាមានរឿងអីកើតឡើងឈុតក៏កាត់មក6ខែក្រោយតែម្ដងពួកគេទាំង4នាក់បងប្អូននៅរស់នៅជុំគ្នាដដែលទេហើយពួកគេបានប្រកបរបរធ្វើនំយកទៅដាក់លក់នៅឯហាងអំឡុងពេលនោះពួកគេកំពុងតែនិយាយគ្នាពីរឿងរបស់លោកមេធាវីម្នាក់ដែលមានឈ្មោះថា Potter ដែលតែងតែមកកាន់ផ្ទះរបស់ពួកគេ
កំពុងតែនិយាយគ្នាស្រាប់តែសាមបានមកស្រែកហៅប៊ីលីថាគាត់បានឮសំឡេងអ្វីម្យ៉ាងពីខាងក្រៅកញ្ចក់ហើយកណាត់ដែលគ្របកញ្ចក់នោះវាបានរបូតបើបងមិនធ្វើអ្វីម្យ៉ាងទេខ្មោចនឹងមករកពួកយើងម្ដងទៀតប៊ីលីមិនបានជឿប្អូនគាត់ទេរីឯចេនវិញក៏បានមកលួងលោមសាមថាកុំខ្លាចអីខ្មោចនោះវាបានចាក់ចេញទៅជាច្រើនខែមកហើយពេលនោះក៏មានសត្វម្យ៉ាងបានចេញពីប្រហោងនៃជញ្ជាំងអេដមីនអត់ដឹងថានឹងជាសត្វអីទេប៉ុន្តែពួកគេបាននិយាយថាវាគឺជាកដលធំអញ្ចឹងណាហើយពួកគេបានហៅឈ្មោះវាថា Scoundrel ប៊ីលីគាត់ក៏និយាយថាគឺមានតែ Scoundrel នឹងឯងដែលជាអ្នកបង្កសម្លេងនៅខាងក្រៅកញ្ចក់នោះមើលទៅសាមគាត់ចូលចិត្ត Scoundrel ណាស់គាត់បានឲ្យអាហារវានិងចាត់ទុកវាដូចជាមិត្តរបស់គាត់អញ្ចឹងបន្ទាប់ពីនឹងមកចេះក៏បានដាក់ចដាឡើងទៅគ្របបិទផ្ទាំងកញ្ចក់ដ៏ធំដែលនៅនឹងមាត់ចដានឹងវិញមើលទៅគាត់ប្រហែលជាមិនចង់ឲ្យសាមមានការភ័យខ្លាចគ្របហើយគាត់ក៏សម្លឹងមើលផ្ទាំងខ្មៅម្ដុំដែលប្រឡាក់ជាប់ដំបូលពីដានផ្ទះហើយគាត់ក៏បានឡើងទៅមើលបន្ទប់ខាងលើដែលមាត់ទ្វារបន្ទប់នោះត្រូវបានរៀបឥតឡើងជិតឆឹងហើយចែកមិនដឹងថាគាត់កើតអីទេគាត់ស្រាប់តែឈឺក្បាលភ្លាមនៅថ្ងៃស្អែកឡើងចែកគាត់ត្រូវមានការចេញទៅក្រៅសាមបានរត់មករកគាត់និងប្រាប់គាត់ថាពួកយើងនឹងតាមបងនៅលើផែនទីអញ្ចឹងបងនឹងមិនមានអារម្មណ៍ថាធ្វើដំណើរទៅតែម្នាក់ឯងទេបន្ទាប់ពីចែកបានចាក់ចេញទៅសាមនិងចេនពួកគេក៏កំពុងតែមើលផែនទីផ្លូវដែលចែកកំពុងតែធ្វើដំណើរផងដែរមើលបដាពួកគេក៏បានរៀបរាប់បដាថាបន្ទាប់ពីចែកបានចេញពីផ្ទះរបស់ពួកយើងគាត់នឹងឆ្លងកាត់ព្រៃបន្ទាប់មកក៏ឆ្លងកាត់នៅផ្លូវក្រោមដីចេញពីផ្លូវក្រោមដីក៏ទៅដល់ស្ពានមួយហើយបន្ទាប់ពីឆ្លងកាត់ស្ពាននោះហើយចែកនឹងអាចសម្លឹងមើលឃើញកសិដ្ឋានរបស់អាលីសាមនិងចេនពួកគេក៏បាននិយាយហាយទៅកាន់អាលីពីចម្ងាយនិងនិយាយថាពួកគេនឹកនាងណាស់ពួកគេបានមើលផែនទីបន្ទាប់ពីធ្វើដំណើរទៅមុខបន្តិចទៀតចែកក៏ចូលទៅដល់ទីក្រុងហើយក៏ទៅដល់គោលដៅដែលវាគឺជាហាងមួយកន្លែងចែកបានយកនំដែលពួកគេធ្វើទៅដាក់ផ្ញើម្ចាស់ហាងលក់នៅទីនោះនិយាយទៅគឺគាត់តែងតែទៅទីនឹងជាប្រចាំមួយសប្តាហ៍ម្ដងអីចឹងទៅម្ចាស់ហាងក៏បានសួរសុខទុក្ខពីម៉ាក់របស់ចែកផងដែរប៉ុន្តែចែកគាត់ក៏ចេះតែកុហកទៅថាសុខភាពម៉ាក់របស់គាត់មិនទាន់ល្អប្រសើរទេចេញពីហាងហ្នឹងចែកក៏បន្តដំណើរទៅអគារមួយកន្លែងគាត់បានឡើងទៅកាន់បណ្ណាល័យនៅអគារនោះដែលនឹងគឺជាកន្លែងដែលអាលីធ្វើការនិយាយទៅគឺពួកគេនៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងគ្នាហើយចែកគឺគាត់តែងតែមកយកសិភៅនៅទីហ្នឹងទៅឲ្យសាមអានផងដែរលើសពីនឹងទៅទៀតគឺថាចែកនិងអាលីពួកគេបានតាក់ទងស្រឡាញ់គ្នាថែមទៀតផងអាលីនាងនិយាយថានាងនឹកទៅដល់សាមចេននិងប៊ីលីខ្លាំងណាស់ព្រោះថានាងខានជួបពួកគេជាយូរមកហើយនាងចង់ទៅលេងពួកគេប៉ុន្តែចែកបានរកលេសថាចាំឲ្យសុខភាពម៉ាក់របស់គាត់ល្អប្រសើរសិនទៅកំពុងតែជជែកគ្នាក៏មានមេធាវីម្នាក់ដែលមានឈ្មោះថា Potter បានបើកទ្វារចូលមកចែកគាត់បានដើរទៅពួនហើយលោក Potter គាត់មកទីហ្នឹងគឺមានដំណឹងល្អមួយចង់មកប្រាប់អាលីគឺឥឡូវនេះគាត់ទទួលបាននៅមុខតំណែងការងារថ្មីមួយនៅទីក្រុងញូវយ៉កអាលីបាននិយាយអបអរសាទរទៅកាន់គាត់ហើយលោក Potter គាត់ក៏មានកាដូជាសភៅមួយក្បាលសម្រាប់អាលីផងដែរនិយាយទៅគឺលោក Potter គាត់ព្យាយាមញ៉ាអាលីហើយគាត់ថែមទាំងចង់នាំអាលីទៅលេងនៅទីក្រុងញូវយ៉កជាមួយនឹងគាត់ថែមទៀតចែកដែលកំពុងតែលួចស្ដាប់នេះគាត់មិនសប្បាយចិត្តទេហើយគាត់ក៏បង្កជាសម្លេងកកិតតុកដើម្បីរំខានការសន្ទនារបស់ពីរនាក់ហ្នឹងលោក Potter គាត់ក៏បានដើរទៅរកមើលសម្លេងនោះហើយនៅពេលហ្នឹងចែកគាត់ក៏ធ្វើពុតជាអោនមុខអានសភៅលោក Potter គាត់ក៏ស្គាល់ចែកដែរគាត់កំពុងតែទទួលបន្ទុកខាងរដ្ឋឯកសារផ្ទេរអចលនទ្រព្យដែលគ្រួសារចែកកំពុងតែរស់នៅហ្នឹងទៅឲ្យឈ្មោះម៉ាក់របស់ចែកស្របច្បាប់អញ្ចឹងគាត់ក៏បានប្រាប់ទៅកាន់ចែកថាថ្ងៃស្អែកគាត់នឹងទៅកាន់ផ្ទះចែកហើយកុំភ្លេចប្រាប់ម៉ាក់ចែកផងឲ្យត្រៀមផ្សាយទឹកប្រាក់ចំនួន$200ដែលជាថ្លៃសេវាចែកក៏បានព្យាយាមសុំលោក Potter ថាម៉ាក់របស់គាត់មានសុខភាពមិនល្អទេអញ្ចឹងតើគាត់អាចយកឯកសារចូលទៅឲ្យគាត់សញ្ញេនៅក្នុងបន្ទប់បានអត់ហើយចាំយកមកឲ្យលោក Potter វិញតែលោក Potter គាត់និយាយថាគាត់ត្រូវបញ្ជាក់ហត្ថលេខាអញ្ចឹងយ៉ាងណាចាំជួបគ្នាថ្ងៃស្អែកចែកគាត់បានត្រឡប់ទៅវិញទាំងមួម៉ៅហើយក៏យករឿងនោះទៅប្រាប់ប្អូនរបស់គាត់ពួកគេក៏បានគិតគ្នាទាំងផ្ទះសារព្រោះថានៅក្នុងកងធនាគាររបស់ម៉ាក់ពួកគេមានប្រាក់$150ផងក្នុងរយៈពេលដ៏ខ្លីពួកគេមិនដឹងថាទៅរកប្រាក់អាណាទាន់ទេហើយបើពួកគេមិនបានបង់ថ្លៃសេវានោះទេនឹងមានបញ្ហាហើយគេអាចនឹងរកឃើញការពិតថាម៉ាក់របស់ពួកគេបានស្លាប់ហើយពេលនោះបងប្អូនពួកគេនឹងត្រូវបែកគ្នាពេលកំពុងតែពិភាក្សាគ្នា Billy គាត់ក៏ស្រាប់តែនឹកឃើញទៅដល់ប្រអប់លុយដែលម៉ាក់របស់ពួកគេបានបន្សល់ទុកឲ្យពួកគេមុនពេលគាត់ស្លាប់តែចែកបាននិយាយថាតែឥឡូវនេះពួកយើងគ្មានវាទៀតទេប៉ុន្តែ Billy ក៏តបមកវិញថាខ្ញុំអាចទៅរកវាមកវិញបាន
ប៉ុន្តែចេនវិញនាងក៏ព្យាយាមខាត់ពួកគេទាំងពីរនាងអត់ចង់ឲ្យពួកគេទៅប៉ះពាល់ប្រអប់លុយនោះទៀតទេព្រោះថាលុយដែលនៅខាងក្នុងនោះគឺជាលុយកខ្វក់មិនដឹងថាប៉ារបស់ពួកគេទៅធ្វើរឿងអីខ្លះទេទើបទទួលបានលុយនោះមកហើយ admin ចង់បញ្ជាក់បន្ថែមថានៅពេលដែលប៉ារបស់ពួកគេត្រូវបានប៉ូលីសចាប់ខ្លួនគឺលុយហ្នឹងត្រូវបានម៉ាក់របស់ពួកគេលួចលាក់រក្សាទុកហើយគាត់បានកុហកទៅកាន់តុលាការថាគាត់មិនបានដឹងឮអំពីរឿងលុយហ្នឹងទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះពួកគេអត់មានជំរឿអីក្រៅពីប្រើប្រាស់លុយនោះទេហើយ Billy គាត់ក៏ចេញទៅស្វែងរកប្រអប់លុយនោះមកវិញគាត់បានទៅរកមើលនៅម្ដុំរូងថ្មមួយហើយគាត់ក៏បានរកឃើញកបិតមួយដែលបានជ្រុះនៅទីហ្នឹងគាត់ក៏បានរើសវាមកទុកដើរទៅមុខបន្តិចទៀតគាត់ក៏បានរកឃើញប្រអប់លុយនោះពេលដែលពួកគេបានបើកឃើញលុយនៅខាងក្នុងនោះពួកគេម្នាក់សប្បាយចិត្តណាស់អត់តែចែនម្នាក់ទេគឺនាងស្អប់ខ្ពើមលុយទាំងនឹងជាខ្លាំងនៅថ្ងៃស្អែកឡើងពួកគេក៏រៀបចំដើម្បីត្រៀមចាំទទួលលោក Potter ដោយចែកគាត់បានយកថ្នាំពណ៌ទៅលាបបំបត្តិត្រង់កន្លែងខ្មៅដែលប្រឡាក់ដំបូលពីដាននោះចេនវិញនាងកំពុងតែរៀនសញ្ញេដើម្បីប្រឡំជាហត្ថលេខាម៉ាក់នាងឈុតកន្លែងនេះបានបង្ហាញថាបន្ទប់ម៉ាក់របស់ពួកគេមានតែចែកទេដែលមានសោចេញចូលហើយចែកគាត់អត់អនុញ្ញាតឲ្យសាមចូលទៅខាងក្នុងនឹងទេទោះបីជាសាមបកគាត់យ៉ាងណាក៏ដោយគាត់បានប្រាប់សាមថានៅខាងក្នុងនោះមានកញ្ចក់ហើយយើងក៏មិនដឹងថាហេតុអីដែរបានជាសាមគាត់ខ្លាចកញ្ចក់ពួកគេបានប្រឡំធ្វើជាមានហាលសម្លៀកបំពាក់ម៉ាក់របស់ពួកគេនៅខាងក្រៅផ្ទះចេននាងកំពុងតែធ្វើទឹកក្រូចដើម្បីចាំទទួលលោក Potter ពេលហ្នឹង Billy គាត់ក៏បានយកថ្នាំបំបត្តិការឈឺចាប់ដែលសល់ពីម៉ាក់របស់គាត់ដាក់ចូលទៅក្នុងកែវទឹកក្រូចមួយកែវទុកសកួរនៅក្នុងករណីចាំបាច់ដែលត្រូវប្រើចេកក៏បានយកស្លឹកឈើទៅដាក់ក្នុងកែវមួយនោះដើម្បីចំណាំលោក Potter គាត់ក៏បានធ្វើដំណើរមកដល់ហើយពួកគេបានរៀបចំតុទទួលគាត់នៅខាងក្រៅផ្ទះចែកបានហុចស្រោមសវត្តដែលមានទឹកប្រាក់ចំនួន200ផោនទៅកាន់លោក Potter ដែល200ផោនហ្នឹងគឺវាលើសទឹកប្រាក់ជាដុល្លាររហូតដល់ទៅ2ដងហើយពួកគេបានព្យាយាមបកគោទៅឲ្យលោក Potter លើសចំនួនហ្នឹងគឺដើម្បីកុំឲ្យមានបញ្ហាច្រើនរបៀបថាសោកលោក Potter អញ្ចឹងណាប៉ុន្តែលោក Potter ដូចជានៅតែចង់រករឿងទៀតគាត់បានប្រាប់ថាគាត់ត្រូវការជាលុយសាច់ធនាគារពេលនោះចែកក៏បានដើរទៅយកទឹកក្រូច2កែវបំរុងមកឲ្យលោក Potter ប៉ុន្តែពេលដែលមកដល់ក៏បានឃើញថាលោក Potter គាត់កំពុងតែរាប់លុយនឹងហើយចែកក៏ព្យាយាមសុំលោក Potter មួយរឿងទៀតគាត់បានប្រាប់លោក Potter ថាម៉ាក់របស់គាត់មិនអាចងើបពីគ្រែរួចនោះទេហើយគាត់មានអារម្មណ៍ខ្មាស់ជាខ្លាំងមិនចង់ឲ្យនរណាម្នាក់មកឃើញគាត់នៅក្នុងស្ថានភាពបែបហ្នឹងទេអញ្ចឹងតើគាត់អាចសុំយកឯកសារទៅឲ្យម៉ាក់គាត់សញ្ញេនៅក្នុងបន្ទប់បានអត់រួចចាំយកមកឲ្យលោក Potter វិញលោក Potter គាត់ក៏បានអនុញ្ញាតឲ្យដែលលឺបែបហ្នឹងចែកក៏បានហុចទឹកក្រូចមួយកែវដែលមិនមានជាតិថ្នាំទៅឲ្យលោក Potter ចែកក៏បញ្ញាប់យកឯកសារនោះទៅឲ្យចេនសញ្ញេហើយចេននាងភ័យខ្លាំងណាស់ខ្លាចតែសញ្ញេមិនដូចម៉ាក់របស់នាងទេសំខាន់គឺឯកសារហ្នឹងមានដល់ទៅ2ច្បាប់នាងព្យាយាមហាត់សញ្ញេលើกระดาษព្រាងជាច្រើនដងលោក Potter វិញបន្ទាប់ពីអង្គុយចាំនៅខាងក្រៅមកសន្ទុះគាត់ក៏បានដើរមើលនៅក្នុងផ្ទះរបស់ពួកគេគាត់បានទៅឃើញកញ្ចក់បាក់បែកដែលត្រូវបានគ្របជិតដំបូលពីដានដែលទើបតែនឹងលាបពណ៌ថ្មីហើយក៏បានដើរទៅដល់មុខបន្ទប់ម៉ាក់របស់ពួកគេនៅក្នុងបន្ទប់វិញពួកគេទាំងពីរនាក់កំពុងតែភ័យហើយស្របពេលហ្នឹងពួកគេក៏បានឮសំឡេងជើងរបស់លោក Potter នៅខាងក្រៅចេននាងក៏បញ្ញាប់បញ្ញាល់ធ្វើការសញ្ញេរីឯចែកវិញគេធ្វើពុតដូចជាកំពុងតែនិយាយជាមួយនឹងម៉ាក់របស់គេអញ្ចឹងដើម្បីឲ្យលោក Potter បានឮបន្ទាប់ពីចេនបានសញ្ញេរួចរាល់ហើយចែកក៏បញ្ញាប់បើកទ្វារយកឯកសារមកបកគោលឲ្យលោក Potterហើយឥឡូវនេះបញ្ហាត្រូវបានដោះស្រាយរួចរាល់ហើយផ្ទះនេះត្រូវបានបកគោលទៅឲ្យឈ្មោះម៉ាក់របស់ពួកគេជាផ្លូវការហើយនៅក្នុងយប់នោះពួកគេសប្បាយចិត្តណាស់ពួកគេបានអង្គុយលេងល្បែងជុំគ្នាដែលល្បែងហ្នឹងគឺមានការបោះគ្រាប់លោកលាក់យកអ្នកណាមានលេខធំជាងអីចឹងទៅពេលដែលគ្រាប់លោកលាក់វាបានធ្លាក់ចុះទៅក្រោមគឺសាមជាអ្នកទៅមើលហើយនឹងរើសវាមកវិញហើយ Billy គេខូចណាស់គេបានបោះគ្រាប់លោកលាក់ហ្នឹងទៅឡើងឆ្ងាយឲ្យសាមដើរទៅមើលគ្រាប់លោកលាក់មកគ្រាប់វាបានជ្រុះទៅដល់ក្រោមចដាហើយមើលទៅសាមគាត់មានការភ័យខ្លាចជាខ្លាំងទៅនឹងកញ្ចក់ដែលគ្របជិតនៅនឹងមាត់ចដានោះគាត់បានបញ្ញាប់រត់ចុះទៅរើសគ្រាប់លោកលាក់ហើយក៏បញ្ញាប់រត់ឡើងមកលើវិញពេលដែលគាត់ឡើងមកដល់ខាងលើស្រាប់តែកណាត់ដែលគ្របកញ្ចក់នោះវាក៏បានជ្រុះហើយក៏បានបង្កជាសំឡេងក្រេតក្រតសាមគាត់មានការភ័យខ្លាចខ្លាំងណាស់ក៏បានស្រែកហៅចែកនិងប្រាប់ចែកថាខ្មោចនៅខាងក្រោយខ្នងគាត់3អ្នកបងគាត់ក៏មានការភ័យខ្លាចដែរចែកក៏បានបញ្ញាប់នាំពួកគេចូលទៅពួននៅក្នុងជំរំដែលពួកគេបានរៀបចំឡើងនៅក្នុងបន្ទប់មួយមើលទៅពួកគេភ័យញ័រជាខ្លាំងចែកគាត់បានចាក់ភ្លេងដើម្បីបំបត្តិនៅការភ័យខ្លាចរបស់ពួកគេសាមបាននិយាយទៅកាន់ចែកថាបងគ្របគាត់វិញទៅកុំឲ្យគាត់ចេញមកក្រៅបានហ
ហើយចែកគាត់ក៏បានដើរទៅគ្រប់កញ្ចក់នោះឲ្យចិត្តវិញរីឯប្អូនគាត់ទាំង3នាក់ដែលកំពុងតែពួនពួកគេបានសម្លឹងទៅលើពីដានចេននាងបាននិយាយថាគាត់នៅតែមិនព្រមចាកចេញពីពួកយើងទេទោះបីជាគាត់បានស្លាប់ទៅហើយក៏ដោយរីឯចែកវិញបន្ទាប់ពីគាត់បានគ្រប់កញ្ចក់ចិត្តហើយគាត់ក៏បានប្រចាំងពិលចូលទៅក្នុងប្រឡោះពីដានមួយដែលបានធ្លុះពេលនោះគាត់ក៏បានឃើញដូចជាមានមនុស្សម្នាក់កំពុងតែវារនៅខាងក្នុងនោះចែកគាត់មានការភ័យខ្លាចខ្លាំងណាស់រហូតដល់ដួលសន្លប់ប្អូនគាត់ក៏បានមកយកគាត់ចូលទៅគេងនៅក្នុងជំរំពេលនោះសាមបាននិយាយថាគាត់ខ្លាចក្នុងការរស់នៅជាមួយខ្មោចណាស់រីឯចេនវិញបាននិយាយថាគឺដោយសារតែលុយនោះខ្មោចរបស់គាត់ត្រឡប់មកវិញដោយសារតែពួកយើងបានប្រើលុយនោះយកលុយនោះទៅឲ្យគាត់វិញទៅឲ្យគាត់យកលុយនោះចុះទៅឋាននរកជាមួយគាត់ទៅលុះដល់ពេលព្រលឹមឡើង Billy គាត់ក៏បានឡើងទៅលើដំបូលនិងបានបើកគម្របដែលបានចងក្របចិត្តប្រឡោះបញ្ចេញផ្សែងហើយគាត់បានយកប្រអប់ដែលមានលុយសេះសតឹងប្រមាណទម្លាក់ចុះទៅខាងក្រោមនោះបន្ទាប់មកគាត់ក៏បិទគម្របទៅវិញងាកមកកាន់អាលីវិញកំពុងតែដើរតាមផ្លូវក៏បានជួបជាមួយនឹងលោក Potter ហើយលោក Potter ក៏បានហៅនាងឲ្យជិះឡានទៅជាមួយគាត់ពីព្រោះថាពួកគេទាំងពីរនាក់ធ្វើការនៅក្នុងអគារជាមួយគ្នានៅតាមផ្លូវលោក Potter បានសួរពីទំនាក់ទំនងរវាងអាលីជាមួយនឹងបងប្អូនតកូល Marrowbone នោះអាលីបានប្រាប់ថាពួកគេគឺជាមិត្តល្អនឹងគ្នាហើយលោក Potter ក៏បាននិយាយទៅកាន់អាលីថាគាត់មានការបារម្ភទៅលើបងប្អូនតកូល Marrowbone នោះពួកគេរស់នៅយ៉ាងដាច់ស្រយាលតែងតែលាក់ខ្លួនពីសហគមន៍ជាពិសេសគឺគាត់អាណិតសាមដែលមិនបានទៅកាន់សាលារៀនប៉ុន្តែអាលីក៏បានប្រាប់គាត់ថាដោយសារតែពួកគេរស់នៅឆ្ងាយពេកហើយសាមគាត់ក៏បានរៀននៅផ្ទះផងដែរគឺចេនជាអ្នកបង្រៀនគាត់លោក Potter គាត់ក៏បន្តនិយាយទៀតថាវាគួរអាណិតខ្លាំងណាស់ដែលគាត់ត្រូវបខំឲ្យរស់នៅបែបនោះដោយសារតែឪពុករបស់គាត់អាលីដែលហាក់បីដូចជាមិនសូវដឹងរឿងនាងក៏ធ្វើមុខឆ្ងល់លោក Potter ក៏បាននិយាយទៅកាន់នាងថាគាត់ស្មានតែចែកបានប្រាប់នាងគ្រប់យ៉ាងពីរឿងប៉ារបស់គេហើយអាលីនាងនិយាយថានាងដឹងថាប៉ារបស់ពួកគេគឺជាបុរសដ៏ឃោរឃៅម្នាក់ប៉ុន្តែលោក Potter គាត់និយាយថាពាក្យថាឃោរឃៅវានៅតិចតួចណាស់សម្រាប់បុរសម្នាក់នោះប៉ុន្តែគាត់មិននិយាយរៀបរាប់អីច្រើនទេគាត់គ្រាន់តែនិយាយថាគាត់គ្រាន់តែព្យាយាមចង់ជួយពួកគេប៉ុណ្ណោះយ៉ាងហោចណាស់គាត់បានរៀបចំឲ្យពួកគេបានរស់នៅក្នុងផ្ទះដោយស្របច្បាប់មុនពេលដែលគាត់ចាកចេញទៅញូវយ៉កប៉ុន្តែបើរឿងរ៉ាវវាត្រូវបានដឹងឮចេញទៅខាងក្រៅគាត់មិនដឹងទេថាពួកគេនឹងជួបប្រទះបញ្ហាអីទៀតរួមទាំងមនុស្សដែលរស់នៅក្នុងតំបន់នេះផងដែរលោក Potter គាត់និយាយនឹងចង់មានន័យថាប៉ះសិនបើប៉ារបស់ពួកគេបានរកឃើញថាពួកគេបានមកលាក់ខ្លួននៅទីហ្នឹងនោះគាត់នឹងមកបង្កបញ្ហានៅទីហ្នឹងហើយមិនត្រឹមតែប៉ះពាល់ទៅលើតែគ្រួសាររបស់ពួកគេទេគឺវាអាចនឹងមានគ្រោះថ្នាក់ដល់អ្នកដែលរស់នៅតំបន់ហ្នឹងផងដែរដែលមើលទៅគាត់និយាយហ្នឹងគឺហាក់បីដូចជាចង់អាលីមានការភ័យខ្លាចហើយកុំទៅពាក់ព័ន្ធនឹងបងប្អូនតកូល Marrowbone នោះទៀតគាត់អាចនឹងចង់អាលីទៅរស់នៅឯញូវយ៉កជាមួយនឹងគាត់ផងក៏មិនដឹងយើងងាកមកមើលសាមវិញគាត់កំពុងតែសង្ងំគេងនៅក្នុងជំរំទាំងមិនសប្បាយចិត្តគាត់បានរអ៊ូប្រាប់ទៅកាន់ចែកថាគាត់នឹកម៉ាក់គាត់ណាស់តែឥឡូវនេះម៉ាក់គាត់នៅឯណាចែកបានប្រាប់គាត់ថាម៉ាក់កំពុងតែនៅកន្លែងដ៏ល្អមួយហើយសាមគេក៏និយាយថាគេចង់ទៅរស់នៅជាមួយម៉ាក់គេមិនចង់រស់នៅលាក់ខ្លួននៅទីនេះនឹងឯកោគ្រប់ពេលអញ្ចឹងទេប៉ុន្តែចែកក៏និយាយលួងលោមគេថាពួកយើងមិនឯកោទេពួកយើងមានអាលីហើយចែកក៏បាននាំសាមទៅមើលអ្វីម្យ៉ាងគាត់បានប្រាប់សាមឲ្យសម្លឹងទៅតាមទិសដៅដែលគាត់បានចង្អុលដែលនោះគឺជាកសិដ្ឋានរបស់អាលីចែកគាត់បានសញ្ញោភ្លើងពិលរបស់គាត់ទៅកាន់អាលីពេលនោះពួកគេក៏បានឃើញថាអាលីនាងបានសញ្ញោភ្លើងត្រឡប់មកវិញហើយការសញ្ញោភ្លើងរបស់ពួកគេមានជាកូដសម្រាប់ពួកគេចំណាំថាសញ្ញោប្រមាណដងត្រូវជាអក្សរអីអញ្ចឹងទៅគឺពួកគេអាចផ្ញើសារឆ្លើយឆ្លងគ្នាទៅវិញទៅមកតាមរយៈការសញ្ញោភ្លើងបែបហ្នឹងចែកគេក៏បានសញ្ញោទៅប្រាប់អាលីថាសាមកំពុងតែនិយាយជាមួយនឹងអាលីហើយអាលីនាងកំពុងតែអង្គុយកត់ពេលដឹងថាសាមកំពុងតែនិយាយជាមួយនាងក៏បាននិយាយសួស្ដីទៅកាន់សាមហើយពួកគេក៏បន្តជជែកគ្នាលេងតាមរបៀបហ្នឹងទៅបើងាកមកមើល Billy វិញគាត់ក៏កំពុងតែធុញទ្រាន់ណាស់ដែរក្នុងការរស់នៅលាក់ខ្លួនបែបហ្នឹងឈុតបន្ទាប់មកទៀតចែកនិងអាលីពួកគេបានណាត់ជួបគ្នាអាលីបាននិយាយទៅកាន់ចែកថាចែកមិនដែលនិយាយរឿងឪពុករបស់គាត់ប្រាប់នាងឲ្យបានដឹងច្បាស់ទេចែកនៅពេលដែលលឺអាលីសួរបែបហ្នឹងគាត់ស្រាប់តែមិនសប្បាយចិត្តហើយគាត់បានប្រាប់អាលីថាបុរសម្នាក់នោះគឺជាបិសាចអ្វីដែលគាត់បានធ្វើគឺវាអាក្រក់ហួសដែលមិនអាចនឹងនិយាយបានគាត់គឺជាមូលហេតុដែលពួកយើងត្រូវផ្លាស់មកលាក់ខ្លួននៅទីនេះពួកយើងត្រូវនៅឆ្ងាយពីគាត់អាលីនាងក៏សួរទៅកាន់ចែកថាអញ្ចឹងឥឡូវហ្នឹងគាត់រស់នៅប្រទេសអង់គ្លេសមែនចែកបានប្រាប់ថាឥឡូវហ្នឹងគាត់បានស្លាប់ហើយគាត់មិនអាចធ្វើឲ្យពួកយើងឈឺចាប់ទៀតទេអាលីនាងក៏បានថាបលងលោមទៅលើស្នាមរបួសដែលនៅលើថ្ងាសរបស់ចែក
ហើយនៅក្នុងថ្ងៃនោះពេលដែលពួកគេកំពុងតែដើរលេងជាមួយគ្នាលោក Potter ក៏បានមកលបមើលឃើញផងដែរនិងដឹងថាពួកគេទាំងពីរនាក់បានស្រឡាញ់គ្នាដូច្នេះ Jack គឺជាសត្រូវស្នេហារបស់គាត់ពេលដែល Jack ត្រឡប់មកដល់ផ្ទះវិញក៏ត្រូវបាន Billy រករឿងគាត់ Billy បាននិយាយថា Jack បានបង្កើតច្បាប់មិនឲ្យនរណាម្នាក់ចេញក្រៅផ្ទះលុះត្រាតែមានការចាំបាច់ប៉ុន្តែ Jack បែរជាទៅជួបជាមួយនឹង Ali គាត់បានធំក្លិនទាំងអប់របស់នាងJane នាងក៏បានជួយនិយាយថាពួកគេទាំងពីរនាក់ស្រឡាញ់គ្នាមិននឹងអាចឲ្យ Jack នៅផ្ទះគ្រប់ពេលទៅប៉ុន្តែ Billy ថានាងមិនមែនជាសមាជិករបស់ពួកយើងទេនាងមិនបានដឹងអ្វីពី Jack ទេតែ Jack ក៏និយាយទៅវិញថានាងតែងតែសួរនាំពីរឿងរបស់ពួកយើងរហូតនឹង Billy ក៏បានថាឲ្យ Jack ថាបងបានប្រាប់អីខ្លះដល់នាងបងនិយាយច្រើនពេកហើយបងនឹងនាំបញ្ហាមកដល់ពួកយើងពេលនោះ Sam គេក៏ចំអន់ទៅឲ្យ Billy ថាអូយមានអ្នកខ្លះកំពុងតែចំណែនហើយ Billy បានប្រាប់ Sam ឲ្យបិទមាត់ទៅមានរឿងអីដែលគាត់ត្រូវទៅចំណែននោះSam គេថាមកពី Jack មានមិត្តស្រីនោះអីប៉ុន្តែ Billy អត់មាន Billy គេថាគេមិនបានខ្វល់ទេហើយ Sam ក៏និយាយទៅកាន់ Jack ថាបងបានថាបនាងនៅតែ Jack គាត់ថាវាមិនមែនជារឿងរបស់កូនក្មេងទេ Sam គេក៏សួរតទៀតថាតើនាងនឹងមករស់នៅជាមួយនឹងពួកយើងអត់ Jane វិញក៏គាំទ្រចង់ឲ្យ Ali មកនៅទីនឹងដែរប៉ុន្តែ Billy គាត់នៅតែមិនពេញចិត្ត Jack ក៏បាននិយាយទៅកាន់ Billy ថាមិនក៏បងមិនអាចរស់នៅជាមួយនឹងមនុស្សស្រីដែលបងស្រឡាញ់បាននោះ Billy នឹងក៏បានស្រែកទៅឲ្យ Jack ថាចុះសន្យារបស់ពួកយើងនោះវាលែងមានន័យសម្រាប់បងទៀតហើយមែន Jack បាននិយាយថាអ្វីដែលបងធ្វើគឺដើម្បីបងប្អូនទាំងអស់គ្នាមានសុវត្ថិភាពតែ Billy ក៏ស្រែកថាអ្វីទៅគឺជាសុវត្ថិភាពពួកយើងត្រូវជាប់នៅទីនេះទាំងតែបងអាចចេញទៅណាក៏បាននិងធ្វើអ្វីតាមតែអំពើចិត្តបានបងអាចនាំនាងមកនៅទីនេះប្រាប់នាងពីរឿងម៉ាក់របស់ពួកយើងទៅប្រាប់នាងពីការពិតពីប៉ារបស់ពួកយើងទៅ Jack និង Jane បានព្យាយាមប្រាប់ Billy ឲ្យស្ងាត់ឈប់និយាយទៅប៉ុន្តែ Billy គាត់នៅតែស្រែកថាឲ្យ Jack ក៏បានស្រែកដេញ Billy ចេញពីបន្ទប់របស់គាត់ Sam វិញនៅពេលដែលគាត់ឃើញបងរបស់គាត់ឆ្លោះគ្នាអញ្ចឹងគាត់ឡើងស្រក់ទឹកភ្នែកពេលដែលកំពុងតែងូតទឹក Jane ក៏បានចូលទៅប្រាប់ Jack ថា Jack កុំប្រកាន់ខឹងនឹង Billy អីគាត់ដូចជាបាសីដែលជាប់ទ្រង់អញ្ចឹងបងមាន Sam ដែលតែងតែឈរនៅខាងបងមាន Ali ប៉ុន្តែ Billy គាត់មិនមាននរណាម្នាក់ទេហើយយកមកមើលSamម្នាក់វិញគាត់កំពុងតែលបលួចចូលទៅយកកូនសោពីបន្ទប់ Jack គាត់បានយកកូនសោនោះទៅចាក់ចូលបន្ទប់ម៉ាក់របស់គាត់កញ្ចក់ទាំងអស់ដែលនៅក្នុងបន្ទប់ម៉ាក់របស់គាត់គឺត្រូវបានគ្របជិតSamបានដើរទៅបើកទូទាញយកឧបករណ៍ចាក់បទចម្រៀងមកបើកស្ដាប់ហើយគាត់បានយកឯកសារនៅក្នុងថតតុកម៉ាក់របស់គាត់មកមើលនៅក្នុងនោះមានរូបថតប៉ាម៉ាក់របស់គាត់និងបងទាំង3នាក់របស់គាត់ហើយក៏មានកាសែតដែលបានចុះផ្សាយពេលដែលប៉ូលីសចាប់ខ្លួនប៉ារបស់គាត់ផងដែរគាត់បានចង្អុលទៅលើរូបប៉ាគាត់ដែលគ្របដោយកណាត់សនិងហៅប៉ាគាត់ថាជាខ្មោចបន្ទាប់មកគាត់បានឡើងឈរទៅលើកៅអីពិនិត្យមើលត្រង់កញ្ចក់បង្អួចដែលត្រូវបានបែកដោយសារតែគ្រាប់កាំភ្លើងនៅថ្ងៃនោះពេលហ្នឹងមិនដឹងថាមានរឿងអីទេកៅអីវាក៏បានអង្គើហើយSamគាត់ក៏បានដួលធ្លាក់ចុះមកស្របពេលនឹងដែរទ្វារទូវាក៏បានរបើកឡើងហើយកណាត់គ្របកញ្ចក់នោះក៏បានជ្រុះចេញSamគាត់មានការភ័យខ្លាចជាខ្លាំងក៏ប្រញាប់រើសកណាត់នឹងយកមកឃ្លុំខ្លួនឯងឡើងចិត្តហើយគាត់បានព្យាយាមស្រែកហៅJackពេលដែលSamគាត់លួចសម្លឹងទៅកាន់ក្នុងកញ្ចក់គឺគាត់បានឃើញថានៅក្នុងកញ្ចក់នោះមិនមែនជារូបរាងរបស់គាត់ទេរូបភាពនៅក្នុងកញ្ចក់នោះបានងើបឈរឡើងហើយវាមានកម្ពស់ខ្ពស់ជាខ្លាំងហើយឈុតក៏ត្រូវបានកាត់ត្រឹមនឹងមកមើលJackវិញនៅពេលដែលគាត់បានភ្ញាក់ពីគេងគាត់ដូចជាមានអារម្មណ៍មិនស្រួលសោះចុះមកដល់ខាងក្រោមឃើញJaneនិង Billy ម្នាក់ទឹកមុខស្ងួតគាត់ក៏បានសួរទៅកាន់ពួកគេថាតើមានរឿងអីJaneបានប្រាប់គាត់ថាSamបានលួចចូលទៅក្នុងបន្ទប់របស់ម៉ាក់គាត់ថាគាត់បានឃើញអ្វីម្យ៉ាងនៅក្នុងកញ្ចក់ទូគាត់គិតថាអ្វីដែលគាត់ឃើញនោះគឺជាខ្មោចJackបាននិយាយទៅកាន់Janeថានោះគ្រាន់តែជាអ្វីដែលយើងបានកុហកSamតែប៉ុណ្ណោះដូច្នេះគាត់នឹងមិនដឹងពីការពិតទេJane ក៏និយាយមកវិញថាហើយការពិតនោះគឺពួកយើងបានបិទជញ្ជាំងឃុំខ្លួនបរិសម្នាក់ទុកឲ្យគាត់ស្លាប់និងរលួយនៅពីលើក្បាលរបស់ពួកយើងដែលគឺជាឪពុករបស់ពួកយើង Billy បានប្រាប់Janeថាគាត់គឺជាឃាតករគាត់មកទីនេះដើម្បីសម្លាប់ពួកយើងហើយJaneក៏និយាយទៅវិញថាអញ្ចឹងតើពួកយើងគឺជាអ្វីទៅកន្លែងនេះគឺចង់មានន័យថាពួកគេក៏ជាឃាតករដែលបានសម្លាប់ឪពុកខ្លួនឯងដែរJane នាងបាននិយាយបន្តថានាងនៅតែនឹកឃើញសម្លេងស្រែកនោះពេលដែលនៅសប្តាហ៍ដំបូងវាហាក់បីដូចជាគាត់មិនបានស្លាប់អញ្ចឹងវាពិតជាពិបាកខ្លាំងណាស់ក្នុងការដែលនៅតែនឹកឃើញថាខ្មោចរបស់គាត់នៅតែនៅខាងលើនោះ Jack ក៏បាននិយាយទៅកាន់នាងវិញថាគាត់មិនអាចធ្វើអីពួកយើងបានទៀតទេគាត់បានស្លាប់ហើយនិងបានចាកចេញទៅហើយតែ Jane នាងក៏និយាយមកវិញថាគាត់មិនបានទៅណាទេពួកយើងត្រូវតែបញ្ចុះគាត់ឲ្យបានត្រឹមត្រូវទៅប៉ុន្តែ Jack បែរជានិយាយថាពួកយើងនឹងមិនឡើងទៅទីនោះទៀតទេគឺជារៀងរហូតកាត់មកមើល Ali និងលោក Potter វិញលោក Potter គាត់កំពុងតែរៀបចំអីវ៉ាន់ដើម្បីត្រៀមផ្លាស់ទៅកាន់ទីក្រុង New York ពេលនោះគាត់បានសុំជួបជាមួយនឹង Ali មួយផ្លែតគាត់មានរបស់មួយយ៉ាងបកគោទៅឲ្យ Ali ដែលវាគឺជាសវត្ថរថភ្លើងចំនួន2
គឺមានន័យថាលោក Potter ចង់បបួលអាលីឲ្យទៅញូវយ៉កជាមួយនឹងគាត់ប៉ុន្តែអាលីនឹងបានបដិសេធដែលមិនខុសអីពីនាងបដិសេធក្នុងការទទួលយកគាត់នោះទេលោក Potter ក៏បានសួរទៅកាន់អាលីថាដោយសារតែគាត់ចាស់ពេកមែនអាលីថាមិនចឹងទេគឺគ្រាន់តែនាងមិនដែលគិតទៅលើលោក Potter នៅក្នុងផ្លូវស្នេហាឡើយនាងបានសុំទោសលោក Potter តែលោក Potter ក៏បានសួរទៅកាន់នាងទៀតថាដោយសារតែ Jack មែនអាលីនាងបានព្យាយាមមិននិយាយរឿងហ្នឹងទេប៉ុន្តែលោក Potter ក៏នៅតែបន្តនិយាយទៀតថានាងមិនបានដឹងរឿងរបស់ Jack ច្បាស់ទេនាងមិនដឹងពីបញ្ហាដែលនាងកំពុងតែចូលទៅពាក់ព័ន្ធឡើយហើយលោក Potter ក៏បានយកឯកសារមួយច្បាប់ហុចទៅឲ្យអាលីនិងនិយាយថាគាត់គ្រាន់តែព្យាយាមការពារនាងប៉ុណ្ណោះគឺគាត់អាចជួយនាងយកចេញពីកន្លែងនេះបានកន្លែងដែលនាងមិនគួរនៅនាងគួរតែគិតមើលសិនទៅអាលីនាងក៏បានបើកឯកសារនោះមើលដែលវាសុទ្ធសឹងតែជាកាសែតដែលបានចុះផ្សាយពីព័ត៌មានរបស់ឪពុក Jack ដែលកាសែតបានចុះផ្សាយថាគាត់គឺជាចោរនិងជាឃាតករដ៏ព្រៃផ្សៃម្នាក់ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយក្នុងនោះក៏មានព័ត៌មានដែលបានចុះផ្សាយពី Jack ដែលបានឡើងផ្ដល់សក្ខីកម្មប្រឆាំងនឹងឪពុកខ្លួនឯងដែរលើសពីនឹងទៅទៀតក៏មានព័ត៌មានថាឪពុករបស់ Jack គាត់បានបំពានទៅលើកូនស្រីខ្លួនឯងដែលគឺជា Jade នឹងឯងអាលីនាងឃើញព័ត៌មាននឹងហើយនាងស្លុតចិត្តខ្លាំងមែនទែនអ្វីដែលគួរឲ្យខ្លាចគឺព័ត៌មានបានចុះផ្សាយថាឪពុករបស់ Jack គាត់បានរត់ចេញពីគុកហើយដោយសារតែមូលហេតុនឹងហើយបានជាលោក Potter ព្យាយាមនាំអាលីចាកចេញពីទីនឹងព្រោះគាត់ដឹងថាឪពុករបស់ Jack នឹងព្យាយាមតាមស្វែងរកប្រពន្ធកូនរបស់គាត់ជាពិសេសគឺគាត់នឹងសងសឹកទៅលើ Jack ដែលបានធ្វើការចោទប្រកាន់ទៅលើគាត់យើងកាត់ទៅមើលចេនវិញពេលដែលនាងកំពុងតែបោះសម្អាតផ្ទះនាងក៏បានឮសំឡេងនៅលើដំបូលហើយនាងបានស្រែកសួរថាគឺជា scoundrel មែនដែលគឺជាសត្វកដោលនោះនាងបានគោះទៅលើដំបូលដើម្បីលេងជាមួយវាហើយនាងក៏បានយកចំណីលូកហុចទៅឲ្យវាតាមប្រឡោះឈើដែលធ្លុះScoundrel វាពិតជាចេញមកស៊ីមែនហើយ Jane បានព្យាយាមលូកដៃទៅស្ទាបបង្អែរោមរបស់វាប៉ុន្តែភ្លាមនឹងស្រាប់តែមានដៃនរណាម្នាក់មកស្ទាបដៃរបស់ Jane បន្ទាប់មក Scoundrel វាក៏បានស្រែកដូចជាមាននរណាម្នាក់មកធ្វើបាបវាអញ្ចឹងហើយវាក៏បានព្យាយាមចេញតាមប្រឡោះនោះតែក៏ត្រូវបានអ្វីម្យ៉ាងនោះចាប់ទាញវាចូលទៅវិញហើយវាក៏បានស្រែកឡើងមកហើយក៏បាត់មាត់ទៅដូចជាវាត្រូវបានគេសម្លាប់បាត់អញ្ចឹងរីឯ Jane វិញនាងក៏បញ្ញាប់រត់ទៅលាងដៃដោះលាងជាមួយនឹងសាប៊ូហើយថែមទាំងយកច្រាសមកដោះទៀតមើលទៅនាងដូចជាខ្លាចឆ្លងរោគអញ្ចឹងរួចហើយនាងក៏បោះបោកចាន់ដែកនឹងចោលនិយាយទៅគឺនាងស្អប់ខ្ពើមទង្វើនឹងណាស់គឺទង្វើដែលឪពុករបស់នាងបានប៉ះពាល់មកលើនាងខ្លាចទៅជាខ្មោចទៅហើយនៅតែមកយាយីនាងទៀតងាកមកមើលលោក Potter វិញគាត់កំពុងតែពិនិត្យមើលហត្ថលេខាដែល Jane នាងបានបន្លំជាសញ្ញេម៉ាក់របស់នាងនោះមើលទៅលោក Potter ប្រហែលជាកំពុងតែព្យាយាមចាប់កំហុសរបស់ Jack ព្រោះថា Jack គឺជាសត្រូវស្នេហារបស់គាត់ដែលមើលទៅលើហត្ថលេខាហ្នឹងវាដូចជាមានស្នាមដានពីក្រោមវាប្រហែលជា Jane បានប្រើខ្មៅដៃសញ្ញេព្រៀងពីខាងក្រោមកំពុងតែពិនិត្យមើលទូរស័ព្ទរបស់គាត់ក៏រោលោក Potter គាត់សប្បាយចិត្តណាស់ព្រោះថាអ្នកដែលខលមកហ្នឹងគឺពីខាងការិយាល័យការងារនៅឯ New York ប៉ុន្តែគេបានខលមកប្រាប់លោក Potter ថាបន្ទាប់ពីពួកគេបានធ្វើការប្រជុំគ្នាហើយពួកគេក៏បានដកនៅមុខតំណែងដែលនិយាយគ្នាកាលពីលើកមុនហ្នឹងចេញជំនួសមកវិញពួកគេបានសម្រេចឲ្យលោក Potter បានក្លាយជាដៃគូម្នាក់នៅក្នុងក្រុមហ៊ុនរបស់ពួកគេប៉ុន្តែដើម្បីទទួលបានឱកាសនេះលោក Potter ត្រូវទិញហ៊ុនចំនួន 10% របស់ពួកគេដែលវាស្មើនឹង$5,000លោក Potter គាត់បានឮហើយគាត់ស្ងាក់ចិត្តជាខ្លាំងហើយគាត់ក៏សុំពេលគិតសិនប៉ុន្តែខាងនោះបានប្រាប់គាត់ថាកុំគិតយូរពេកពីព្រោះថាពួកគេមានបេក្ខភាពផ្សេងទៀតលោក Potter បន្ទាប់ពីបានដាក់ទូរស័ព្ទចុះគាត់មានការខឹងសម្បាណាស់លើកឯកសារមកបោកខ្ទេចខ្ទីគាត់ឡើងចង់ឈួតហ្មងខំលាឈប់ពីខាងនេះហើយឥឡូវមកត្រឡប់ត្រឡិនអញ្ចឹងវិញប៉ុន្តែពេលនោះគាត់ក៏បានសម្លឹងឃើញกระดาษកាសែតមួយដែលបានចុះផ្សាយពីការបាត់លុយចំនួន$10,000ដែលប៉ារបស់ Jack បានលួចឬក៏ប្លន់ពីជនរងគ្រោះនោះដែលគេសង្ស័យថាគ្រួសាររបស់គាត់អាចនឹងឃុបឃិតលួចលាក់លុយទាំងនោះលោក Potter គាត់បានសម្លឹងមើលចំនួនទឹកលុយនោះហើយក៏កើតមានគំនិតអ្វីម្យ៉ាងបន្ទាប់មកលោក Potter ក៏បានទៅកាន់ផ្ទះរបស់ Jack ស្ងាត់ៗចូលទៅអង្គុយយល់ទងចាំម្ចាស់ផ្ទះគេហ្មង Jack ដើរមកដល់គាត់ក៏សួរទៅកាន់ Jack ថាតើម៉ាក់របស់ឯងយ៉ាងម៉េចដែរថ្ងៃនេះពួកយើងប្រហែលជាមានបញ្ហាហើយខ្ញុំមិនអាចចូលរួមក្នុងសកម្មភាពក្លែងបន្លំទេ Jack ក៏បានព្យាយាមបោទៅកាន់លោក Potter ថាគាត់គ្រាន់តែចង់មើលថែគ្រួសាររបស់គាត់តែប៉ុណ្ណោះលោក Potter បាននិយាយទៅកាន់ Jack វិញថាឯងបានកុហកខ្ញុំឯងធ្វើឲ្យខ្ញុំពាក់ព័ន្ធនឹងការក្លែងបន្លំនេះដូច្នេះខ្ញុំគិតថាវានឹងយុត្តិធម៌បើឯងផ្ដល់ជាសំណងប៉ះពើមកកាន់ខ្ញុំតែJackគាត់ថាពួកយើងអត់មានលុយទៀតទេប៉ុន្តែលោក Potter បានប្រកែកថាឯងមានគឺឯងមាន$10,000បកគលលុយនោះមកឲ្យខ្ញុំនោះបញ្ហានឹងត្រូវបានដោះស្រាយពិភាក្សាជាមួយនឹងបងប្អូនឯងទៅខ្ញុំនឹងត្រឡប់មកម្ដងទៀតនៅថ្ងៃស្អែកបងប្អូនរបស់ Jack ពួកគេនៅខាងក្នុងពួកគេបានស្ដាប់ឮទាំងអស់ពួកគេចាប់ផ្ដើមស្មុគស្មាញម្ដងទៀតព្រោះថាលុយនោះពួកគេបានទម្លាក់ចូលទៅក្នុងប្រឡោះបញ្ចេញផ្សែងហើយដែលគឺជាកន្លែងឪពុករបស់ពួកគេមិនដឹងថាយកវាវិញដោយរបៀបណានោះទេ
លុះដល់យប់ឡើង Billy ក៏ស្រាប់តែលួចឡើងមកលើដំបូលតែម្នាក់ឯងនិងបានបើកគម្របប្រឡោះបញ្ចេញផ្សែងនោះហើយគាត់បានទម្លាក់ខ្សែដើម្បីចោះទៅយកប្រអប់លុយនោះមកវិញគាត់បានលួចលាក់ធ្វើរឿងនេះទាំងដែលJackធ្លាប់បានហាមពួកគេហើយថាមិនឲ្យនរណាម្នាក់ចូលទៅខាងក្នុងនោះទៀតទេចុះទៅដល់ខាងក្រោម Billy គាត់បានគូសឈើគូសនិងបានឃើញថាមានឆ្នាំងដាក់ត្រង់ទឹកនៅទីនោះហើយក៏មានសាកសពរបស់ Sandra ដែលត្រូវបានគេសម្លាប់ហើយគាត់ក៏បានរកឃើញប្រអប់លុយនោះដែរគាត់ក៏បញ្ញាប់យកវាឡើងទៅលើវិញប៉ុន្តែពេលកំពុងតែតោងឡើងគាត់ក៏បានឮសំឡេងចម្លែកហើយគាត់ក៏ទម្លាក់ខ្លួនចុះមកមើលវិញគាត់ស្រាប់តែឃើញមនុស្សម្នាក់អង្គុយឡើងចងងដោយភ័យខ្លាច Billy គាត់ក៏បញ្ញាប់តោងខ្សែឡើងទៅខាងលើប៉ុន្តែបុរសម្នាក់នោះបានមកចាប់ទាញខ្សែរបស់គាត់និងចាប់កវីកបត់ខ្សែនោះធ្វើឲ្យ Billy គាត់បោកផ្ទប់ទៅនឹងចិញ្ចៀងហើយខ្លួនរបស់គាត់ត្រូវបានរុំជាមួយនឹងខ្សែនិងដាំក្បាលចុះក្រោមដែលសំខាន់គឺខ្សែនោះបានរុំករបស់គាត់បុរសម្នាក់ដែលនៅខាងក្រោមនោះបានព្យាយាមទាញខ្សែនោះកាន់តែខ្លាំងដែលធ្វើឲ្យ Billy គាត់កាន់តែមិនអាចទ្រាំបានពេលនោះប្រអប់លុយក៏បានជ្រុះទៅខាងក្រោមវិញហើយសំណាងល្អ Billy គាត់មានកបិតមួយនៅនឹងចង្កេះរបស់គាត់ដែរគាត់ក៏បានយកកបិតនោះមកកាត់ខ្សែរហូតបានសម្រេចរួចក៏បញ្ញាប់តោងឡើងទៅខាងលើវិញងាកមកកាន់Jackវិញនៅពេលដែលគាត់បានភ្ញាក់ពីគេងក៏បានឃើញថាខ្លួនរបស់គាត់កំពុងតែគេងនៅខាងក្រោមហើយមើលទៅគាត់ដូចជាឈឺខ្លួនណាស់អញ្ចឹងនៅពេលដែលគាត់ចេញទៅខាងក្រៅក៏បានឃើញ Billy មានរបួសហើយគាត់ក៏បានសួរថាតើមានរឿងអីBilly ក៏សារភាពប្រាប់គាត់ថាព្រោះតែបងមិនហ៊ានវាយជញ្ជាំងយកប្រអប់នោះដូច្នេះខ្ញុំក៏ចុះទៅតាមប្រឡោះផ្សែងមាននរណាម្នាក់នៅទីនោះJackគេខឹងខ្លាំងណាស់បានស្រែកទៅឲ្យ Billy ថាបងបានប្រាប់ហើយថាកុំចូលទៅទីនោះ Billy នៅតែបន្តនិយាយប្រាប់គាត់ថាគាត់នៅរស់ទេខ្ញុំបានឃើញតែផ្ទាល់ភ្នែកទីនោះពោពេញទៅដោយឆ្អឹងសត្វនិងក្លិនអាក្រក់ណាស់គាត់បានស៊ីសត្វទាំងនោះហើយគាត់បានត្រង់ទឹកភ្លៀងទុកគឺគាត់នៅរស់រហូតមកគាត់នឹងមកសម្លាប់ពួកយើងទុកឲ្យខ្ញុំជាអ្នកចាត់ការខ្ញុំនឹងបញ្ចប់រឿងរ៉ាវគ្រប់យ៉ាងនៅក្នុងឈុតនេះយើងបានឃើញសភាពចម្លែករបស់Jackដែលគាត់ហាក់បីដូចជាកំពុងតែនិយាយនៅពាក្យដែល Billy កំពុងតែនិយាយដូចគ្នាJackហាក់បីដូចជាមិនអាចទទួលយករឿងនេះបានទេគាត់ក៏បានដួលប្រកាច់រហូតដល់ស្លាប់បាត់ទៅJane ដែលឃើញសភាពJackបែបហ្នឹងនាងក៏បាននិយាយថាពួកយើងត្រូវតែប្រាប់រឿងនេះទៅដល់ Ali នាងគឺជាមនុស្សតែម្នាក់គត់ដែលអាចជួយJackបានប៉ុន្តែ Billy បាននិយាយថានាងនឹងភ័យខ្លាចនាងនឹងមិនចង់ឃើញJackម្ដងទៀតទេតែJaneថានាងស្រឡាញ់Jackអ្វីដែលសំខាន់ពេលនេះគឺត្រូវជួយJackពួកយើងត្រូវតែប្រាប់នាងនៅការពិតគ្រប់យ៉ាងហើយនៅក្នុងយប់នោះពួកគេក៏បានសញ្ញោភ្លើងទៅកាន់អាលីដោយប្រាប់អាលីឲ្យទៅកាន់រូងថ្មក្បាលខ្មោចកន្លែងដែលពួកគេជួបគ្នាដំបូងនៅថ្ងៃស្អែកនេះស្អែកឡើងអាលីក៏បានទៅដល់ទីនោះប៉ុន្តែនាងមិនបានឃើញនរណាម្នាក់នៅទីនោះទេតែនាងបានរកឃើញនៅសភៅកំណត់ហេតុដែលពួកគេបានទុកឲ្យនាងអាលីបានអង្គុយអានសភៅនោះដោយក្នុងនោះមានរូបគំនូររបស់ពួកគេទាំង5នាក់នៅថ្ងៃដែលពួកគេបានជួបគ្នាដំបូងកាត់មកមើលផ្ទះរបស់ពួកគេវិញឥឡូវនេះលោក Potter គាត់បានមកដល់ហើយប៉ុន្តែពេលដែលគាត់មកដល់ឃើញថាក្នុងផ្ទះនឹងស្ងាត់ជ្រាបមិនមាននរណាម្នាក់ទេគាត់បានព្យាយាមដើររកពួកគេហើយគាត់ក៏បានទៅទាញកណាត់ដែលគ្របនៅលើកញ្ចក់នោះចេញគាត់បានបើកទ្វារបន្ទប់មួយនិងរកឃើញថានៅក្នុងបន្ទប់នោះគឺសុទ្ធតែជាកញ្ចក់ដែលពួកគេបានយកមកលាក់ទុកនៅក្នុងហ្នឹងហើយគាត់បានរុះរើថតតុកនៅខាងក្នុងផ្ទះដែលមើលទៅសង្ស័យតែគាត់កំពុងតែព្យាយាមស្វែងរកលុយនោះដោយខ្លួនឯងហ្មងគាត់បានឡើងទៅដល់ជាន់ខាងលើដែលទ្វារបន្ទប់ត្រូវបានរៀបឥតបិទជិតនោះកាត់មកមើលអាលីវិញនឹងកំពុងតែអានសភៅហើយក៏បានដឹងពីអាត់កំបាំងនៃការស្លាប់ម៉ាក់របស់ពួកគេហើយនាងក៏បានអានទៅដល់ថ្ងៃដែលប៉ារបស់ពួកគេបានមករកពួកគេឃើញនិងបានបាញ់ទម្លុះកញ្ចក់បង្អួចនោះគឺនៅក្នុងថ្ងៃនោះJackបាននាំប្អូនៗរបស់គាត់ទៅលាក់ខ្លួននៅក្នុងបន្ទប់ជាន់ខាងលើនោះJackបានប្រាប់ឲ្យពួកគេនៅខាងក្នុងនោះទុកឲ្យគាត់ជាអ្នកទៅចាត់ការជាមួយនឹងប៉ារបស់គាត់ប៉ុន្តែពួកគេបានព្យាយាមខាត់គាត់កុំឲ្យគាត់ទៅអីរីឯ Billy វិញបានសុំបរJackសុំទៅជាមួយនឹងJackដែរតែJackគាត់មិនព្រមទេគាត់បានរុញពួកគេនិងចាក់សោពួកគេទាំង3នាក់ទុកនៅខាងក្នុងនោះពួកគេបានព្យាយាមស្រែកសុំបរJackយ៉ាងខ្លាំងពីខាងក្នុងនោះ Jack គាត់បានយកប្រអប់លុយលោកបង្ហាញទៅកាន់ប៉ារបស់គាត់និងនិយាយថានេះគឺជារឿងរវាងលោកនិងខ្ញុំតែប៉ុណ្ណោះចេញឲ្យឆ្ងាយពីផ្ទះនេះខ្ញុំនឹងបកគលលុយនេះទៅឲ្យលោកវិញប៉ារបស់Jackគាត់ក៏យល់ព្រមគាត់បានដាក់កាភ្លើងចោះនិងបានដើរចេញទៅJack ក៏បានដើរទៅតាមគាត់ទៅដល់រូងថ្មមួយគាត់ក៏បានហុចប្រអប់លុយនោះទៅឲ្យប៉ារបស់គាត់វិញនិងនិយាយថាគឺជាខ្ញុំតែម្នាក់ទេដែលក្បត់នឹងលោកខ្ញុំបានយកលុយរបស់លោកពួកគេមិនពាក់ព័ន្ធទេយកលុយនេះទៅវិញទៅហើយចាក់ចេញពីពួកយើងទៅប៉ារបស់គាត់អង្គុយឡើងថ្មឹងមិនមាត់មិនស្ដីទេគាត់ក៏ទទួលយកប្រអប់លុយនោះវិញប៉ុន្តែគាត់ក៏បានយកប្រអប់លុយនោះទៅវាយទៅលើ Jack ហើយគាត់ក៏បានគប់ប្រអប់លុយនោះចោលនិយាយទៅគឺគោលបំណងធំរបស់គាត់គឺមកសងសឹកហើយគាត់ក៏បានចាប់សកត់ Jack ដែលប៉ារបស់គាត់មានកម្លាំងខ្លាំងណាស់មើលទៅគាត់ដូចជាចង់ចាប់ហែកមាត់ Jack ហ្មងសំណាងល្អJackគាត់មានកបិតនៅជាប់ខ្លួនហើយគាត់ក៏បានយកកបិតនោះទៅចាក់ទៅលើបំពង់ករបស់ប៉ាគាត់ដែលធ្វើឲ្យគាត់ដួលនៅទីនោះហើយ Jack ក៏បញ្ញាប់រត់ប៉ុន្តែប៉ារបស់គាត់ក៏បានងើបមកវិញហើយគាត់បានដកកបិតនោះក៏វែងចោលនៅទីហ្នឹងហើយគឺទីហ្នឹងហើយដែល Billy គាត់បានមករកឃើញកបិតនិងប្រអប់លុយនៅពេលក្រោយនឹងឯង
ប៉ារបស់ចែកបានមកតាមចែកដល់មាត់ជ្រោះមួយហើយគាត់ក៏បានចាប់ច្របាច់កចែកទម្លាក់ចុះទៅក្នុងជ្រោះនោះអានមកដល់កន្លែងនេះអាលីនឹងស្លុតចិត្តណាស់ងាកមកកាន់ប្អូនៗទាំង3នាក់វិញពួកគេកំពុងតែរងចាំចែកទាំងព្រួយបារម្ភស្រាប់តែពេលនោះមានសម្លេងពីខាងក្រៅដែលកំពុងតែព្យាយាមចង់បើកទ្វារចូលមកសតូសម្លេងក៏ស្ងាត់ទៅវិញប៉ុន្តែសតូក្រោយមកពួកគេក៏បានឮសម្លេងចេញពីប្រឡោះបញ្ចេញផ្សែងនៅខាងលើវិញម្ដងហើយក៏មានកំទេចកំទីបានធ្លាក់ចុះមកពួកគេមានការភ័យខ្លាចជាខ្លាំងសាមគាត់បានស្រែកយំរីឯ Billy វិញគាត់បានយកដបងមកកាន់ត្រៀមពេលនោះពួកគេក៏បានឃើញថាអ្នកដែលបានចុះមកនោះគឺជាឪពុករបស់ពួកគេហើយគាត់ក៏បានស្ទុះរត់មកកាន់ពួកគេដែលបន្ទាប់ពីនឹងមកមិនដឹងថាមានរឿងអីកើតឡើងទៀតទេឈុតក៏កាត់បង្ហាញទៅកាន់ចែកវិញម្ដងដែលគាត់បានភ្ញាក់ដឹងខ្លួនពីការស្លាប់ហើយគាត់បានរងរបួសនៅលើថ្ងាសរបស់គាត់ដែលនឹងហើយគឺជាមូលហេតុដែលថ្ងាសរបស់គាត់មានស្នាមរហូតដល់ឥឡូវបន្ទាប់ពីបានដឹងខ្លួនគាត់ក៏បញ្ញាប់ត្រឡប់ទៅកាន់ផ្ទះហើយគាត់បានរើសកំភ្លើងដែលប៉ារបស់គាត់ទុកចោលហើយគាត់ក៏បញ្ញាប់រត់ចូលទៅក្នុងផ្ទះស្រែកហៅបងប្អូនរបស់គាត់ឈុតក៏កាត់មកពេលបច្ចុប្បន្នវិញគឺលោក Potter គាត់កំពុងតែយកញញួរទៅវាយបំបែកជញ្ជាំងឥដ្ឋនោះបន្ទាប់ពីវាយបែកអស់គាត់ក៏បានបើកទ្វារចូលហើយគាត់ធំក្លិនស្អុយជាខ្លាំងទ្រាំមិនចង់បានទេតែទៅអតីតកាលវិញពេលដែលចែកគាត់បានរត់ឡើងមកដល់មាត់ទ្វារខាងលើនោះគាត់បានព្យាយាមស្រែកហៅឈ្មោះបងប្អូនរបស់គាត់ប៉ុន្តែមិនមាននរណាម្នាក់ឆ្លើយតបជាមួយនឹងគាត់ទេតែគាត់បែរជាឮសំឡេងឪពុករបស់គាត់បាននិយាយមកកាន់គាត់ទៅវិញដែលឪពុករបស់គាត់បាននិយាយថាបើកទ្វារទៅចែកបើសិនជាឯងហ៊ានហើយយើងមកមើលបច្ចុប្បន្នវិញគឺថាលោក Potter គាត់បានសម្លឹងឃើញកណាត់ដែលគ្របទៅលើរបស់អ្វីម្យ៉ាងគាត់បានដើរទៅបើកមើលដែលនោះគឺជាសាកសពរបស់មនុស្ស3នាក់គេងទន្ទឹមគ្នាដែលមានក្មេងតូចម្នាក់គេងនៅកដាលឃើញរូបភាពនេះហើយអត់មានស្លុតចិត្តណាស់ការពិតទៅគឺពួកគេទាំង3នាក់ត្រូវបានឪពុកសម្លាប់តាំងពី6ខែមុនម្លេះហើយបើទៅមើលចែកនៅអតីតកាលវិញគាត់បានស្រែកយំនៅមាត់ទ្វារនោះនិងសួរទៅកាន់ប៉ាគាត់ថាលោកបានធ្វើអីគាត់បានព្យាយាមស្រែកហៅឈ្មោះ Jane, Billy, San តែនៅតែពួកគេមិនឆ្លើយតបនឹងគាត់ទេហើយគាត់គឺនៅស្រែកតហោយំនៅនឹងតាមពិតទៅស្នាមខ្មៅដែលជាប់នៅលើដំបូលពីដាននោះគឺជាស្នាមរលួយនៃសាកសពរបស់ពួកគេទាំង3នាក់អាលីនឹងបានគួយអានកំណត់ហេតុដែលស្រក់ទឹកភ្នែកជាខ្លាំងហើយហេតុការណ៍បន្តទៀតគឺចែកគាត់បានយកតុក្កតាដែលតំណាងឲ្យពួកគេទាំង4នាក់បងប្អូនមកតម្រៀបចិត្តគ្នាគាត់បាននិយាយពាក្យសុំទោសទៅកាន់បងប្អូនរបស់គាត់ដែលគាត់មិនអាចឲ្យពួកគេមានសុវត្ថិភាពបានប៉ុន្តែគាត់នឹងនៅតែរក្សាពាក្យសន្យាថាពួកគេនឹងមិនបែកគ្នាទេពួកគេនឹងនៅជាមួយគ្នាពួកគេនឹងជាមនុស្សតែម្នាក់គាត់បំរុងនឹងធ្វើអត្តឃាតដោយកំភ្លើងប៉ារបស់គាត់ប៉ុន្តែពេលនោះគាត់ស្រាប់តែឮសំឡេងចម្រៀងចេញពីក្នុងជំរំរបស់ពួកគេគាត់បានចូលទៅមើលហើយអ្វីដែលគាត់បានឃើញគឺជាប្អូនរបស់គាត់ទាំង3នាក់ពួកគេកំពុងតែគេងយ៉ាងស្ងប់សុខនៅខាងក្នុងជំរំនោះដោយសារតែបែបនឹងហើយទើបធ្វើឲ្យចែកគាត់ចាប់ផ្ដើមមានសង្ឃឹមមកវិញហើយគាត់បាននាំពួកគេទាំង3នាក់ចេញពីក្នុងបន្ទប់ដើរមកដល់មុខកញ្ចក់ដែលនៅមាត់ជដានោះគាត់ស្រាប់តែឮសំឡេងសម្រែកដ៏ឈឺចាប់របស់ប្អូនគាត់ទាំង3នាក់ដែលបានស្រែកហៅឈ្មោះគាត់ចែកគាត់បានយកកាភ្លើងទៅវាបំបែកកញ្ចក់នោះទើបសំឡេងនោះវាបានស្ងាត់បាត់ទៅហើយចែកក៏បាននិយាយថានឹងមិនមានការចងចាំទាំងនោះទៀតទេគ្រប់យ៉ាងគឺចាប់ផ្ដើមនៅទីនេះរឿងរ៉ាវរបស់ពួកយើងគឺចាប់ផ្ដើមនៅទីនេះហើយគាត់គឺបានធ្វើដូចជាម៉ាក់គាត់អញ្ចឹងគាត់បានគូសខ្សែបន្ទាត់ឲ្យបងប្អូនរបស់គាត់ដើរឆ្លងកាត់និងនិយាយថាពេលដែលពួកយើងឆ្លងកាត់ខ្សែបន្ទាត់នេះហើយអតីតកាលនឹងត្រូវបានបំភ្លេចចោលហើយគាត់បានលុកដៃទៅទទួលពួកគេទាំង3នាក់ទាំងដែលរូបភាពនៅក្នុងកញ្ចក់គឺបានបង្ហាញថាអត់មានវត្តមានបងប្អូនរបស់គាត់ទេគឺមានតែគាត់ម្នាក់ឯងគត់ហើយចែកគាត់ក៏បានប្រមូលយកនៅកញ្ចក់ទាំងអស់យកទៅលាក់ទុកនិងគ្របវាឲ្យជិតពីព្រោះថាគាត់មិនចង់មើលឃើញនៅការពិតទេនៅក្នុងសភៅកំណត់ហេតុបានសរសេរទៀតថាបន្ទាប់ពីនោះមកចែកបានរៀបឥដ្ឋបិទជិតទ្វារបន្ទប់ខាងលើនោះរីឯ Billy បានយកគម្របទៅគ្របជិតប្រឡោះបញ្ចេញផ្សែងហើយពួកគេបានរងចាំជាច្រើនថ្ងៃរហូតដល់សំឡេងប៉ារបស់គាត់ដែលជាប់នៅខាងក្នុងនោះបានស្ងាត់បាត់ទៅចែកគាត់តែងតែសមាសម័យថាប៉ារបស់គាត់បានស្លាប់នៅខាងលើនោះហើយស្នាមរលួយពណ៌ខ្មៅជាប់ពីដាននោះគឺជាស្នាមរលួយនៃសាកសពប៉ារបស់គាត់មិនមែនជាបងប្អូនរបស់គាត់ទាំង3នាក់ទេគាត់តែងតែហាមពួកគេកុំឲ្យឡើងទៅខាងលើនោះដែលការពិតគឺគាត់បានហាមខ្លួនឯងកុំឲ្យឡើងទៅខាងលើកុំឲ្យទៅឃើញនៅសាកសពនិងឃើញនៅការពិតថាបងប្អូនរបស់គាត់បានស្លាប់នៅខាងលើនោះអាលីបន្ទាប់ពីនាងបានដឹងនៅការពិតគ្រប់យ៉ាងហើយនាងក៏បញ្ញាប់រត់ទៅកាន់ផ្ទះរបស់ចែកទៅដល់នាងបានឃើញអវ៉ាន់របស់លោក Potter នាងក៏បានដឹងថាគាត់ក៏នៅទីនោះដែរអាលីនាងបានដើរទៅបើកទ្វារបន្ទប់នៃជំរំរបស់ពួកគេហើយនាងបានឮសំឡេងចែកនិយាយខ្សឹបពីខាងក្នុងជំរំនោះនាងបានវាចូលទៅតាមសំឡេងរបស់គាត់ហើយទីបំផុតនាងក៏បានមកឃើញថាចែកកំពុងតែអង្គុយនិយាយតែម្នាក់ឯងនិងដើរតួខ្លួនឯងធ្វើជាបងប្អូនរបស់គាត់ទាំង3នាក់ដែលគាត់បានធ្វើដូចជាពួកគេទាំង3នាក់កំពុងតែពិភាក្សាគ្នារីឯខ្លួនគាត់វិញកំពុងតែគេងស្លាប់ដោយសារតែការប្រកាច់នោះព
ពេលនោះប្អូនគាត់ដែលនៅក្នុងខ្លួនគាត់នោះបាននិយាយថាគឺដោយសារតែចែកបានព្យាយាមស្លាប់ខ្លួនឯងទៅពួកយើងត្រឡប់មករកគាត់វិញចែកគាត់បានងាកទៅឃើញអាលីគាត់ក៏បាននិយាយទៅកាន់អាលីថាអាលីពួកយើងត្រូវការនាងដើម្បីឲ្យមើលថែចែកអាលីនាងបានឃើញឈាមប្រឡាក់អាវចែកដែលវាបណ្ដាលមកពីរបួសដែលគាត់បានឡើងទៅលើបំពង់ផ្សែងនោះនាងបានព្យាយាមចង់ជួយគាត់ព្យាយាមដាស់គាត់ឲ្យបានដឹងខ្លួនមកវិញប៉ុន្តែចែកពេលនោះគាត់បានស្រែកហៅឈ្មោះប្អូនរបស់គាត់ចេនសាមនិងប៊ីលីតើពួកគេនៅណាគាត់បានដេញអាលីឲ្យចេញទៅព្រោះបើនាងនៅប្អូនរបស់គាត់នឹងមិនហ៊ាននៅទេសូមចាក់ចេញពីពួកយើងទៅហើយគាត់ក៏បានស្រែកដេញខ្លាំងទៅកាន់អាលីនាងក៏បានងើបចេញមកដល់ខាងក្រៅនាងក៏បានឮសំឡេងនៅបន្ទប់ជាន់ខាងលើហើយនាងក៏បានឡើងទៅមើលព្រោះគិតថាគឺជាលោក Potter ឡើងទៅដល់នាងក៏បានភ្ញាក់ផ្អើលនឹងសាកសពរបស់ពួកគេទាំង3នាក់ហើយនាងក៏បានយកកណាត់គ្របទៅលើសាកសពរបស់ពួកគេវិញនាងដើរទៅបន្តិចទៀតក៏បានឃើញលោក Potter ដែលកំពុងតែដេកហូរឈាមដោយសារតែរងរបួសនៅត្រង់បំពង់កនាងបានព្យាយាមសួរគាត់ថាតើអ្នកណាជាអ្នកធ្វើវាប៉ុន្តែលោក Potter គាត់អត់អាចនិយាយបានទេគាត់បានត្រឹមតែសម្លឹងទៅកាន់មាត់ទ្វារពេលដែលអាលីបានសម្លឹងទៅតាមនាងក៏បានឃើញដៃនរណាម្នាក់បានរុញទ្វារនោះបិទខ្ទប់វិញអាលីនាងភ័យខ្លាចជាខ្លាំងពេលដែលនាងងាកទៅកាន់លោក Potter ក៏បានឃើញថាលោក Potter បានផុតដង្ហើមទៅហើយនាងបានស្រែកហៅចែកសូមឲ្យចែកជួយនាងផងប៉ុន្តែចែកគេនៅតែមិនហ៊ានប្រឈមមុខនឹងការពិតទេគឺគាត់មិនហ៊ានឡើងមកខាងលើនឹងទេទីបំផុតអាលីក៏សុខចិត្តប្រមូលនូវភាពក្លាហានរបស់នាងបានចេញមកនិងយកប្រអប់លុយនោះគប់ទៅលើទ្វារនិងស្រែកទៅកាន់ប៉ារបស់ចែកថាលោកឆាប់ចេញមកមិនបាច់លាក់ខ្លួនទេខ្ញុំមិនមែនមានតែម្នាក់ឯងទេលោកអាចឮសំឡេងរបស់ពួកគេតាមជញ្ជាំងនេះលោកដឹងអត់ខ្ញុំក៏បានឮពួកគេដូចគ្នាលោកគិតថាលោកអាចបន្លត់ពួកគេដូចជាភ្លើងទៀនប៉ុន្តែលោកមិនអាចទេលោកមិនមានឥទ្ធិពលនោះទេបន្ទាប់ពីឮបែបនោះប៉ារបស់ចែកក៏បានចេញមកហើយអាលីបាននិយាយបន្តទៅកាន់គាត់ថាគឺលោកទេគឺជាអ្នកដែលបានស្លាប់ប៉ារបស់ចែកក៏បានដើរមករកនាងហើយនាងក៏បានស្រែកហៅឈ្មោះចេនសាមប៊ីលីខ្ញុំដឹងថាអ្នកទាំងអស់គ្នាបានឮខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅទីនេះប៊ីលីឆាប់ចេញមកចែកដែលនៅខាងក្រោមវិញគាត់បានស្ដាប់ឮគ្រប់យ៉ាងតែគាត់នៅតែមិនអាចប្រឈមក្នុងការឡើងមកខាងលើនោះប៉ុន្តែដោយសារតែអាលីនាងបានស្រែកហៅឈ្មោះរបស់ប៊ីលីទើបចែកពេលនោះគាត់បានដើរតួជាប៊ីលីនិងបាននិយាយថាចែកទុកឲ្យខ្ញុំជាអ្នកធ្វើរឿងនេះនៅខាងលើវិញប៉ារបស់ចែកកំពុងតែចាប់ច្បែកកអាលីពេលនោះប៊ីលីដែលនៅក្នុងខ្លួនរបស់ចែកក៏បានឡើងមកទាន់ហើយក៏បានស្រែកទៅឲ្យប៉ាគាត់ថាចេញឲ្យឆ្ងាយពីនាងទៅលោកមិនសមនៅទីនេះទេទីនេះគឺជាកន្លែងរបស់ពួកយើងហើយគាត់ក៏បានយកកំភ្លើងបាញ់ទៅលើប៉ាគាត់ស្លាប់ភ្លាមៗនៅទីហ្នឹងចែកគាត់ក៏បានបែរមុខយឺតសម្លឹងទៅកាន់កណាត់ដែលគ្របសាកសពរបស់ប្អូនគាត់ទាំង3នាក់វាគឺជារូបភាពដែលគាត់តែងតែព្យាយាមគេចវេះកន្លងមកហើយអាលីនាងក៏បានចូលទៅលួងលោមគាត់នៅឈុតបន្ទាប់អាលីនាងក៏បានទៅជួបជាមួយនឹងគ្រូពេទ្យនិងបានប្រាប់គ្រូពេទ្យពីអាការៈរបស់ចែកដែលឥឡូវនេះគាត់បានល្អប្រសើរជាងមុនហើយគ្រូពេទ្យបាននិយាយថាវាពិតជាល្អណាស់12សប្តាហ៍ហើយដែលចែកមិនបង្ហាញអាការៈជំងឺដែលមានអត្តសញ្ញាណមនុស្សច្រើននៅក្នុងខ្លួនរបស់គាត់ចេនប៊ីលីនិងសាមទីបំផុតពួកគេបានចេញពីការគិតរបស់ចែកហើយប៉ុន្តែបញ្ហាដែលបានកើតឡើងវាបានប៉ះពាល់ទៅលើផ្លូវចិត្តរបស់គាត់ហើយវានឹងបង្កជាផលរំខានផ្សេងទៀតទៅលើផ្លូវចិត្តរបស់គាត់ដូច្នេះពួកយើងត្រូវតែយកចិត្តទុកដាក់ជានិច្ចលោកគ្រូពេទ្យគាត់ក៏បានដាស់តឿនទៅកាន់អាលីផងដែរថានាងគឺជាក្មេងស្រីដែលមានអនាគតវែងឆ្ងាយខ្ញុំមិនយល់ទេថាហេតុអីបានជានាងសម្រេចចិត្តរស់នៅក្នុងផ្ទះដែលមានតែការចងចាំនៅព្រឹត្តិការណ៍ដ៏គួរឲ្យខ្លាចនោះវានឹងសោកសៅវានឹងឯកាណាស់គាត់ជាមនុស្សដែលមានជំងឺផ្លូវចិត្តដែលនឹងមិនអាចមើលថែនាងបានល្អនោះទេហេតុអីក៏នាងប្រើជីវិតសេះសល់ដ៏វែងឆ្ងាយរបស់នាងទៅទទួលរងបន្ទុកទាំងនោះស្នេហាវាមិនអាចរីកចម្រើនទៅបានទេនៅពេលដែលផ្លូវចិត្តមិនប្រក្រតីហើយនាងនឹងមិនទទួលបានគ្រួសារពិតប្រាកដនោះទេបើនាងជ្រើសរើសរស់នៅជាមួយចែកបន្ទាប់ពីបានស្ដាប់ហើយអាលីនាងក៏បានអរគុណលោកគ្រូពេទ្យដែលបានយកចិត្តទុកដាក់ចំពោះនាងលោកគ្រូពេទ្យគាត់បានឲ្យថ្នាំសម្រាប់ចែកនិងផ្ដាំថាត្រូវតែប្រកាសថាចែកនឹងលេបថ្នាំនេះព្រោះវាគឺជាមធ្យោបាយតែមួយគត់ដែលធ្វើឲ្យចេនប៊ីលីនិងសាមអាចបាត់ចេញពីការគិតរបស់គាត់ប៉ុន្តែការពិតទៅថ្នាំដែលលោកគ្រូពេទ្យឲ្យតាំងប្រមាណអាលីនឹងបានយកទៅឲ្យចែកលេបទេហើយចែកក៏មិនដែលបំភ្លេចប្អូនរបស់គាត់ដែរអាលីនឹងគ្រាន់តែកុហកគ្រូពេទ្យតែប៉ុណ្ណោះនិយាយទៅគឺអាលីនាងជ្រើសរើសនៅអ្វីដែលជាសុភមង្គលសម្រាប់ចែកនាងសួរឲ្យចែកមិនមានការចងចាំពីរឿងដ៏ឈឺចាប់ទាំងអស់នោះហើយអត់មានជឿថាបើចែកគាត់អាចទទួលយកនៅការពិតបាននោះគាត់ក៏មិនអាចទ្រាំរស់នៅតទៅទៀតបានដែរគាត់នឹងព្យាយាមធ្វើអត្តឃាតម្ដងទៀតពីព្រោះថាគាត់នឹងមិនដែលបំភ្លេចពាក្យសន្យាជាមួយនឹងប្អូនរបស់គាត់ទេមានអ្វីដែលអាចមកបំបែកពួកគេបានទេពួកគេនឹងរស់នៅជាមួយគ្នាជារៀងរហូតពួកគេនឹងគឺជាមនុស្សតែម្នាក់
នៅថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ Jack អាលីនេះមានកាដូមួយសម្រាប់គាត់ដែលនោះគឺជារូបថតដែលអាលីនាងបានថតឲ្យពួកគេនៅថ្ងៃដែលនាងបានជួបពួកគេដំបូងនឹងឯងវាគឺជាអនុស្សាវរីយ៍ដ៏ល្អបំផុត Jack បានសម្លឹងទៅកាន់វាលស្មៅហើយអាលីក៏បាននិយាយទៅកាន់គាត់ថានាងនឹងចាំនៅខាងក្នុងរហូតដល់ពួកគេត្រឡប់មកវិញ Jack សម្លឹងមកសន្ទុះក៏បានឃើញប្អូនៗរបស់គាត់បានត្រឡប់មកវិញហើយវាប្រហែលជាឆ្នាំនេះគឺជាខួបកំណើតអាយុ21ឆ្នាំរបស់គាត់ហើយទើបគាត់ព្រមអនុញ្ញាតឲ្យពួកគេចេញទៅខាងក្រៅបានហើយសាច់រឿងមួយនេះក៏ត្រូវបានបញ្ចប់នៅត្រឹមនេះហើយ comment ពីអារម្មណ៍របស់អ្នកទាំងអស់គ្នាបន្ទាប់ពីបានទស្សនារឿងនេះហើយឲ្យ admin បានដឹងផង admin វិញធ្វើរឿងនេះមិនដឹងជាទឹកភ្នែកប្រមាណដងទេនិយាយទៅគឺអាណិតពួកគេទាំង4នាក់ណាស់ហើយវីដេអូរឿងនេះ admin សម្រាយរៀងវែងដោយសារ admin អត់សូវកាត់ចោលច្រើនទេខ្លាចដាច់មនោសញ្ចេតនាអញ្ចឹងណានិយាយទៅគឺរឿងណាដែល admin ស្រឡាញ់គឺ admin អត់សូវកាត់ច្រើនទេសុខចិត្តចំណាយពេលយូរនៅក្នុងការធ្វើវីដេអូ admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងនេះដោយ admin ដែរហើយ admin អរគុណអ្នកដែលតែងតែជួយគាំទ្ររឿងដែល admin សម្រាយអញ្ចឹងឥឡូវនេះ admin សូមជម្រាបលាចាំជួបគ្នាជាមួយរឿងថ្មីទៀត